សំឡេងអ៊ូអរនៃទីក្រុងភ្នំពេញចាប់ផ្ដើមលាយឡំជាមួយនឹងពន្លឺប្រលប់នៅក្នុងបន្ទប់ជួរតូចមួយស្ថិតជ្រៅក្នុងស្ទង់ដ៏ចង្អៀតមួយក្លិនអបសើមនិងក្លិនផ្សែងធូបដែលគេដុតនៅផ្ទះជិតខាងបានហើរចូលតាមបង្អួចចាស់គ្មានកញ្ចក់ចន្ទ្រាអង្គុយនៅមុខកញ្ចក់តូចមួយដែលប្រេះស្រាមនាងមានអាយុទើបតែ21ឆ្នាំតែសម្លឹងមើលទៅឃើញភាពនឿយហត់លើសអាយុពន្លឺអំពូលភ្លើងពណ៌លឿងស្លេកមួយគ្រាប់បំភ្លឺឲ្យឃើញសម្ភារៈតិចតួចក្នុងបន្ទប់កន្ទេលចាស់មួយខ្នើយមួយមុងដែលទុករហែកបន្តិចនិងវ៉ាលីសតូចមួយដែលដាក់ផ្អែកនឹងជញ្ជាំងនាងដកដង្ហើមធំយប់ទៀតហើយពេលថ្ងៃនាងគ្រាន់តែជាចន្ទ្រាក្មេងស្រីម្នាក់ដែលគេចចេញពីភាពក្រីក្រនៅឯស្រុកកំណើតតែពេលយប់នាងត្រូវក្លាយជាមនុស្សម្នាក់ទៀតដៃរបស់នាងលូកទៅប្រអប់ម្សៅផាត់ថោកមួយនាងចាប់ផ្ដើមលាបវាថ្នមបិទបាំងស្នាមជាមតូចមួយនៅក្រោមភ្នែកដែលជាគេដំណើរពីភ្ញៀវកាលពីយប់មិញនាងលាបបំសៅក្រាស់ដើម្បីលាក់បាំងគុចន្ទ្រាដែលជាកូនស្រីកសិករមកពីខេត្តព្រៃវែងគុចន្ទ្រាក៏ស្រឡាញ់វាលស្រែស្រឡាញ់ក្លិនដីពេលភ្លៀងធ្លាក់ដំបងនិងសុបិនចង់ធ្វើជាគ្រូបង្រៀនតែគុចន្ទ្រានោះបានស្លាប់បាត់ទៅហើយឬយ៉ាងហោចណាស់ក៏ត្រូវបង្ខំចិត្តលាក់ខ្លួនទុកជាបណ្ដោះអាសន្នដែលនាងគូសចិញ្ចាំឲ្យងរនិងខ្មៅជាងធម្មតានាងលាបត្របកភ្នែកពណ៌ដិតហើយចុងក្រោយនាងក្រែមលាបមាត់ពណ៌ក្រហមឆ្អៅមួយមកពណ៌ក្រហមពណ៌ដែលនាងធ្លាប់ស្អប់ព្រោះវាមើលទៅឆើតឆាយពេកតែឥឡូវវាជាឯកសណ្ឋានរបស់នាងនៅពេលដែលក្រែមពណ៌ក្រហមឆ្អៅបានគ្រប់ដណ្ដប់បូមាត់របស់នាងនារីក្នុងកញ្ចក់លែងជាកុចន្ទ្រាទៀតហើយនាងគឺគិរីត្រីក៏ដែលជាឈ្មោះម៉ាយ៉ែមម្ចាស់ហាងបានដាក់ឲ្យនាងគិរីត្រីត្រូវតែរឹងមាំត្រូវតែចេះញឹមទោះបីក្នុងចិត្តកំពុងយំសោកក៏ដោយទូរស័ព្ទចាស់មួយរំញ័រនៅលើកន្ទេលនាងចុចមើលវាជាសារពីប្អូនប្រុសរបស់នាងក្បងស្រីម៉ែសួររកបងពេទ្យថាស្អែកត្រូវទិញថ្នាំថ្មីទៀតហើយចន្ទ្រាបិទភ្នែកមួយផ្លែតទឹកភ្នែកមួយដំណក់ព្យាយាមរមៀលចេញមកតែនាងប្រញាប់ជូតវាចេញខ្លាចខូចម្សៅដែលនាងខំឡាបនេះហើយនេះគឺជាហេតុផលថ្លៃព្យាបាលជំងឺបេះដូងរបស់ម្ដាយនាងនិងលុយបង់ថ្លៃសាលាឲ្យប្អូនប្រុសនាងធ្លាប់ធ្វើការជារោងចក្រកាត់ដេរតែប្រាក់ខែ$150ក្នុងមួយខែមិនអាចសងបំណុលវ៉ាន់ដុកដែលគ្រួសារនាងជំពាក់គេខ្ចីមកមើលជំងឺម្ដាយដំបូងឡើយមិត្តភក្តិម្នាក់នៅរោងចក្របានខ្សឹបប្រាប់នាងអំពីការងារងាយស្រួលគូនៅភ្នំពេញដែលអាចរកលុយបានលឿនគឺគ្រាន់តែអង្គុយចាក់ស្រាឲ្យភ្ញៀវទេមិត្តនាងបាននិយាយដូច្នេះគឺគ្រាន់តែអង្គុយចាក់ស្រាបានคล้ายជាការអង្គុយឲ្យភ្ញៀវអបការអបបានคล้ายជាការបៀតបៀនហើយចុងក្រោយវាបានคล้ายជាអ្វីដែលនាងកំពុងធ្វើរាល់យប់នេះនាងក្រោកឈរស្លៀកសម្លៀកបំពាក់ដែលនាងមិនចូលចិត្តរោគខ្លីរឹបរៀងពណ៌ខ្មៅរលោងនាងមើលទៅខ្លួនឯងក្នុងកញ្ចក់ដែលប្រេះនោះម្ដងទៀតគិរីត្រីបានត្រៀមខ្លួនរួចរាល់ហើយនាងបើកទ្វារបន្ទប់ដែលចេញទៅក្នុងស្ទង់ដងងឹតក្លិនទឹកលូនិងក្លិនឆ្អេះឆ្អាបប៉ះនឹងច្រមុះរបស់នាងដើរយ៉ាងលឿនជិះវៀងភ្នែកបុរសដែលអង្គុយលេងបៀនៅដើមផ្លូវពួកគេសម្លឹងមើលនាងដោយក្រសែភ្នែកដែលនាងស្គាល់ច្បាស់ក្រសែភ្នែកដែលលីលំរវាងការចង់បាននិងការមើលងាយនាងឡើងជិះម៉ូតូឌុបដែលនាងហៅជាប្រចាំគូទៅកន្លែងដដែលមែនទេអូនអ្នករត់ម៉ូតូឌុបសួរដោយសំឡេងរាបស្មើចន្ទ្រាមិនឆ្លើយនាងគ្រាន់តែញកក្បាលនាងមិនចង់និយាយទេនាងត្រូវសន្សំសំឡេងនិងកម្លាំងចិត្តទុកសម្រាប់ការងាររបស់នាងម៉ូតូបើកចេញពីសង្កាត់ក្រីកឆ្ពោះទៅកាន់តំបន់មួយដែលពោពេញដោយពន្លឺភ្លើងពណ៌ខៀវពណ៌ផ្កាឈូកនិងពណ៌បៃតងសំឡេងតន្ត្រីបាស bass លោតចេញពីបារនិងខេវនានាលាន់រំពងពេញដងផ្លូវនេះគឺជាពិភពរបស់គិរីត្រីនាងចុះពីលើម៉ូតូដើរចូលទៅក្នុងហាងខេវមួយដែលមានយីហោរាត្រីមាស Golden Night ម៉ាយ៉ែមស្រីម្ចាស់ហាងអង្គុយនៅតុកិតលុយមុខក្រញើដូចរាល់ដងមកយឺត5នាទីនាងរាត្រីម៉ាយ៉ែមស្រែកទាំងមិនមើលមុខនាងក៏ភ្ញៀវចូលពេញហើយទៅចូលទៅអង្គុយត្រៀមខ្លួនទៅចន្ទ្រាស៊ីវអានក្បាលបន្តិចដើរចូលទៅបន្ទប់ខាងក្រោយដែលមានក្មេងស្រី5ទៅ6មួយនាក់ទៀតកំពុងអង្គុយរង់ចាំពួកគេខ្លះកំពុងជក់បារីខ្លះកំពុងចុចទូរស័ព្ទខ្លះទៀតកំពុងនិយាយគ្នាពីភ្ញៀវកាលពីយប់មិញពួកគេទាំងអស់គ្នាពាក់របាំងមុខដូចនាងដែររបាំងមុខដែលលាបដោយម្សៅក្រាស់និងក្រែមពណ៌ឆើតនាងរកកៅអីមួយអង្គុយស្ងៀមនាងមិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើនទេក្នុងចំណោមក្មេងស្រីទាំងអស់នាងនៅក្មេងជាងគេហើយទើបតែចូលធ្វើការនៅទីនេះបាន3ខែដែលមានអារម្មណ៍ដូច3ឆ្នាំមិនបានប៉ុន្មាននាទីផងម៉ាយ៉ែមដើរចូលមកបន្ទប់វេបលេខ3ភ្ញៀវចិន4នាក់រាត្រីផ្កាឈូកហើយនឹងសូរិយាឯងទៅបេះដូងរបស់ចន្ទ្រាចាប់ផ្ដើមលោតញាប់ភ្ញៀវចិនជាធម្មតាពួកគេចាយលុយធំតែពួកគេក៏តែងតែទាមទារច្រើននិងចូលចិត្តបង្ខំឲ្យផឹកស្រាច្រើនដែលនាងដកដង្ហើមធំម្ដងទៀតដើម្បីទប់អារម្មណ៍នាងងើបឈររៀបចំសម្លៀកបំពាក់បន្តិចនាងបង្ខំចិត្តគូស្នាមញឹមនៅលើបូមាត់ពណ៌ក្រហមឆ្អៅរបស់នាងគិរីត្រីត្រូវតែចូលទូសម្ដែងហើយនាងដើរតាមក្មេងស្រី2នាក់ទៀតឆ្ពោះទៅបន្ទប់លេខ3សម្លេងតន្ត្រីកាន់តែខ្លាំងឡើងនៅពេលនាងដើរកាត់តាមសាលធំនាងនឹកឃើញវាលស្រែណែស្រុកនាងនឹកឃើញមុខម្ដាយទ្វារបន្ទប់វេបលេខ3បានបើកឡើងផ្សែងបារីហុយចេញមកក្រៅបង្ហាញឲ្យឃើញបុរស4នាក់កំពុងអង្គុយជុំវិញទៅចន្ទ្រាបោះជំហានចូលទៅក្នុងបន្ទប់នោះ
ចូលទៅក្នុងរាត្រីដ៏វែងឆ្ងាយមួយទៀតដោយមិនដឹងថាតើពេលណាទើបនាងអាចរកឃើញចន្ទ្រាដែលជាខ្លួននាងពិតប្រាកដត្រឡប់មកវិញនោះទេក្លិនស្រា Hennessy និងផ្សែងបារីហុយចេញមកដូចខ្យល់ព្យុះដរាបណាទ្វារបន្ទប់វេបលេខ3បានបើកឡើងសំឡេងតន្ត្រីចិនលាន់នៅខ្លាំងបុកផ្ទប់នឹងទ្រូងរបស់ចន្ទ្រាបន្ទប់នោះធំទូលាយមានសាឡុងស្បែកពណ៌ក្រហមនិងអេក្រង់ទូរទស្សន៍ដ៏ធំមួយកំពុងបាញ់ចាំងខារ៉ាអូខេអក្សរចិនបរោះ4នាក់ដែលមើលទៅមានអាយុខ្ទង់40ទៅ50ឆ្នាំបានងើបមុខឡើងព្រមគ្នាភ្នែករបស់ពួកគេភ្លឺឡើងនៅពេលឃើញទំនិញថ្មីចូលមកហើយអង្គុយលេងបរោះម្នាក់ដែលពាក់អាវស្ថុតបន្តិចស្រែកឡើងជាភាសាចិនដែលម៉ាយ៉ែមបានបកប្រែយ៉ាងរហ័សម៉ាយ៉ែមញឹមយ៉ាងផ្អែមល្ហែមរុញខ្នងចន្ទ្រាស្រាលគិរីត្រីទៅអង្គុយជិតលោក Jane Merchant ទៅគាត់ភ្ញៀវធំយើងណាក៏ចន្ទ្រាស្គាល់ក្រសែភ្នែកនោះក្នុងចំណោមបរោះទាំង4នាក់គីលោក Jane គឺជាអ្នកដែលមើលនាងដោយភ្នែកស្រីឃ្លានជាងគេនាងដើរយឺតទៅអង្គុយនៅចន្លោះគាត់និងមិត្តរបស់គាត់ដោយទុកគម្លាតបន្តិចតែគម្លាតនោះត្រូវបានបង្រួមភ្លាមលោក Jane រំកើខ្លួនមកក្បែរដៃរបស់គាត់ដាក់នៅលើស្មារបស់នាងភ្លាមចន្ទ្រាញ័រខ្លួនបន្តិចតែនាងនៅតែរក្សាស្នាមញឹមរាត្រីទុកដដែលគូផឹកគាត់លើកកែវស្រាដែលលីជាមួយកូការុញមកមាត់នាងចន្ទ្រាទទួលយកកែវនោះទាំងញឹមអរគុណលោកនាងនិយាយពាក្យដែលម៉ាយ៉ែមបង្រៀននាងលើកផឹកបន្តិចរសជាតិស្រាដ៏ខ្លាំងនិងផ្អែមបានធ្វើឲ្យនាងស្ទើរតែក្អួតនាងស្អប់រសជាតិស្រាគូផឹកឲ្យអស់លោក Jane ស្រែកបញ្ជានាងដឹងថានាងគ្មានជំរើសនាងបិទភ្នែកបង្ខំចិត្តផឹកកែវនោះរហូតដល់អស់ស្រាបានឆេះកញ្ចឹងរបស់នាងក៏ហាហាល្អណាស់គាត់ទះដៃហើយងាកទៅនិយាយអ្វីម្យ៉ាងជាមួយមិត្តភក្តិគាត់ជាភាសាចិនធ្វើឲ្យពួកគេផ្ទុះសំណើចដៃរបស់គាត់ដែលនៅលើស្មានាងចាប់ផ្ដើមរាវចុះមកក្រោមបន្តិចម្ដងឆ្ពោះទៅចង្កេះរបស់នាងចន្ទ្រារឹងខ្លួននាងព្យាយាមដកចិត្តចេញពីបន្ទប់នេះនាងនឹកស្រមៃនាងកំពុងអង្គុយនៅក្រោមផ្ទះមើលប្អូនប្រុសនាងរៀនអក្សរនាងស្រមៃឃើញមុខម្ដាយនាងញឹមពេលដែលគាត់បានថ្នាំលេបទៀងទាត់ចម្រៀងច្រៀងបរោះម្នាក់ទៀតស្រែកឡើងរួចរុញមីក្រូហ្វូនមកឲ្យផ្កាឈូកដែលអង្គុយនៅក្បែរនោះផ្កាឈូកជាអ្នកធ្វើការនៅទីនេះយូរជាងចន្ទ្រានាងហាក់ដូចជាសាំនឹងរឿងនេះនាងចាប់មីក្រូហ្វូនចាប់ផ្ដើមច្រៀងចម្រៀងចិនមួយបទដែលនាងច្រៀងខុសខ្លះត្រូវខ្លះតែទឹកដមសម្លេងនាងធ្វើឲ្យភ្ញៀវទាំងនោះពេញចិត្តតែលោក Jane មិនចាប់អារម្មណ៍នឹងចម្រៀងទេភ្នែករបស់គាត់នៅតែសម្លឹងចន្ទ្រាគាត់ដកកាបូបលុយក្រាស់មួយចេញមកទាញក្រដាស$100មួយសន្លឹកញ៉ាត់ចូលទៅក្នុងអាវទ្រនាប់របស់នាងយប់នេះឯងនៅជាមួយខ្ញុំគាត់និយាយជាភាសាខ្មែរបន្តិចចិនបន្តិចបេះដូងរបស់ចន្ទ្រាធ្លាក់ដល់បាតជើងនេះគឺជាអ្វីដែលនាងខ្លាចបំផុតអង្គុយចាក់ស្រាតែងតែនាំទៅដល់រឿងនេះការក៏ចេញក្រៅ go out ជាមួយភ្ញៀវនាងព្យាយាមញឹមដដែលគឺលោកខ្ញុំមិនសូវស្រួលខ្លួនទេគីនាងព្យាយាមរកលេសស្នាមញឹមរបស់លោក Jane រលីបាត់ភ្លាមគឺមិនស្រួលខ្លួនគាត់ស្រែកឡើងគាត់ចាប់កដៃនាងយ៉ាងខ្លាំងគឺយើងឲ្យលុយឯងត្រូវតែស្រួលខ្លួនលោកឈឺចន្ទ្រាស្រែកធ្ងន់តិចពេលការក្តាប់នោះកាន់តែខ្លាំងសូរិយានិងផ្កាឈូកឈប់ច្រៀងបរិយាកាសក្នុងបន្ទប់តានតឹងភ្លាមភ្ញៀវ3នាក់ទៀតមើលមកដោយស្នាមញឹមចំអកហាក់ដូចជារឿងនេះជារឿងសប្បាយសម្រាប់មើលគូមានរឿងអីទ្វារបន្ទប់បើកឡើងម៉ាយ៉ែមដើរចូលមកទឹកមុខញឹមដដែលនាងប្រហែលជាបានឮសំឡេងតាមកាមេរ៉ាឬក៏មានអ្នកបម្រើម្នាក់រីកាលោក Jane ក្រវែងដៃចន្ទ្រាចេញពីស្រីរបស់ហែងវាមិនស្ដាប់បង្គាប់គាត់ស្រែកដាក់ម៉ាយ៉ែមជាភាសាចិនម៉ាយ៉ែមងាកមកមើលចន្ទ្រាដោយក្រសែភ្នែកត្រជាក់ស្រេបគ្រាត្រីធ្វើឲ្យភ្ញៀវខកចិត្តមែនទេនាងនិយាយជាភាសាខ្មែរតែសំឡេងនាងរឹងណាស់ក៏ខ្ញុំចន្ទ្រាចង់និយាយតែនិយាយមិនចេញគឺលោក Jane និយាយអ្វីម្យ៉ាងទៀតទៅកាន់ម៉ាយ៉ែមរួចដកលុយមួយបាច់ទៀតដាក់លើតុម៉ាយ៉ែមងាកមកចន្ទ្រាវិញស្នាមញឹមរបស់នាងត្រឡប់មកវិញតែភ្នែករបស់នាងគ្មានភាពមេត្តាទេលោក Jane គាត់ពេញចិត្តឯងណាស់គាត់ចង់ឲ្យឯងទៅជាមួយគាត់យប់នេះគាត់ឲ្យថ្លៃខ្ពស់ណាស់គឺម៉ាយ៉ែមខ្ញុំកុំភ្លេចបំណុលឯងម៉ាយ៉ែមខ្សឹបដាក់ត្រចៀកនាងយ៉ាងលឿនក៏កុំភ្លេចលុយដែលឯងខ្ចីឯងយកទៅឲ្យម៉ែឯងអាទិត្យមុនបើឯងមិនទៅអញនឹងទារលុយនោះវិញឥឡូវនេះហើយប្អូនឯងក៏ឈប់រៀនទៅពាក្យទាំងនោះដូចជាកំបិតចាក់ទម្លុះបេះដូងចន្ទ្រាបំណុលត្រូវហើយនាងជំពាក់បំណុលម៉ាយ៉ែមនាងបានខ្ចីលុយកក់ទុកមុនពេលម្ដាយនាងត្រូវការវះកាត់បន្ទាន់នាងជាប់អន្ទាក់ហើយចន្ទ្រាសម្លឹងមើលលុយនៅលើតុនាងសម្លឹងមើលមុខលោក Jane ដែលកំពុងសម្លឹងនាងដូចសត្វព្រៃសម្លឹងចំណីនាងសម្លឹងមើលម៉ាយ៉ែមដែលកំពុងរងចាំចម្លើយរបស់នាងទឹកភ្នែកដែលនាងខំទប់បានហូរចេញមកលីជាមួយម្សៅផាត់នឹងeyeliner ខ្មៅនាងជូតទឹកភ្នែកចេញយ៉ាងលឿនគ្រាត្រីធ្វើមិនត្រូវយំទេនាងងើបមកឡើងញឹមដាក់លោក Jane វិញវាជាស្នាមញឹមឈឺចាប់បំផុតក្នុងជីវិតរបស់នាងក៏ខ្ញុំទៅលោកនាងនិយាយដោយសំឡេងស្អកលោក Jane ផ្ទុះសំណើចយ៉ាងខ្លាំងគាត់ទាញនាងឲ្យក្រោកឈររួចអប់ចង្កេះនាងយ៉ាងណែនគាត់ងាកទៅម៉ាយ៉ែមបល្អម៉ាយ៉ែមរាប់លុយនៅលើតុរួចងក់ក្បាលទៅចន្ទ្រាទៅយកកាបូបឯងទៅហើយធ្វើឲ្យលោក Jane សប្បាយចិត្តណាស់
ចន្ទ្រាដែលចេញពីបន្ទប់វេបនោះក្រោមក្រសែភ្នែកមិត្តរួមការងាររបស់នាងផ្កាឈូកមើលនាងដោយក្តីអាណិតបន្តិចបន្តួចចំណែកសូរិយាមើលនាងដោយការច្រណែននឹងលុយដែលនាងទើបនឹងរកបាននាងចូលទៅបន្ទប់សម្រាប់ខាងក្រោយកាបូបតូចរបស់នាងចុចមើលទូរស័ព្ទគ្មានសារថ្មីពីប្អូនប្រុសនាងទេនាងដកដង្ហើមធំគ្រាត្រីម៉ែយ៉ែមស្រែកហៅពីខាងក្រៅនាងឆ្លើយតបនាងដែលចេញពីគ្រាត្រីមាសតាមពីក្រោយលោកចេនដែលកំពុងស្រវឹងជោគជាមខ្យល់ត្រជាក់នៃរាត្រីបានប៉ះមុខរបស់នាងធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាលមួយវិនាទីមុនពេលដែលនាងត្រូវបង្ខំចិត្តឡើងជិះរថយន្តទំនើបពណ៌ខ្មៅរបស់គាត់ទ្វាររថយន្តបានបិទយប់នេះសម្រាប់ចន្ទ្រាទើបតែចាប់ផ្ដើមប៉ុណ្ណោះរថយន្តទំនើបពណ៌ខ្មៅរលោងបើកកាត់ដងផ្លូវនានានៃទីក្រុងភ្នំពេញដែលពេលនេះចាប់ផ្ដើមស្ងប់ស្ងាត់បន្តិចនៅខាងក្នុងរថយន្តមានតែក្លិនស្បែកពុកថ្មីលីឡំជាមួយក្លិនស្រានិងទឹកអប់តម្លៃថ្លៃរបស់លោកចេនប៉ុណ្ណោះចន្ទ្រាអង្គុយខូរឹមរួញខ្លួននៅគៀនទ្វារព្យាយាមធ្វើខ្លួនឲ្យតូចបំផុតតាមដែលអាចធ្វើទៅបាននាងមិនហ៊ានសំបីតែដកដង្ហើមខ្លាំងលោកចេនកំពុងនិយាយទូរស័ព្ទជាភាសាចិនយ៉ាងខ្លាំងម្ដងគាត់សើចក្អាកក្អាយហាក់ដូចជានាងមិនមានវត្តមាននៅទីនោះតតែសោះដែលម្ខាងរបស់គាត់នៅតែកាន់ចង្កូតឯដៃម្ខាងទៀតចាប់ផ្ដើមលូកមកស្ទាបផ្លូវរបស់នាងចន្ទ្រាស្ទើរតែដាច់ខ្យល់នាងខំបូរមាត់របស់នាងយ៉ាងខ្លាំងរហូតដល់មានអារម្មណ៍ថាឈឺនាងយាយាមរុញដៃគាត់ចេញថ្នមតែគាត់គ្រាន់តែសើចហើយចាប់កាន់តែខ្លាំង Pebigert គាត់និយាយជាភាសាអង់គ្លេសខ្សោយភ្នែកនៅតែសម្លឹងទៅផ្លូវនាងឈប់រើបំរះនាងដឹងថាការតស៊ូគឺគ្មានប្រយោជន៍ទេនាងសម្លឹងមើលទៅក្រៅបង្អួចឃើញពន្លឺភ្លើងទីក្រុងរត់ថយក្រោយនាងមានអារម្មណ៍ថាខ្លួននាងដូចជាស្លឹកឈើមួយសន្លឹកដែលត្រូវខ្យល់បក់បោកគ្មានទីដៅគ្មានកម្លាំងតស៊ូយន្តបានឈប់នៅមុខសន្តាគារផ្កាយ5ដ៏ធំមួយអ្នកបើកទ្វារក្នុងឯកសណ្ឋានស្អាតបាតបានសេវអនក្បាលគោរពលោកចេនហើយបើកទ្វារឲ្យគាត់លោកចេនចេញពីយន្តរួចដើរមកទីងដៃច័ន្ទរាឲ្យចេញមកតាមនាងដើរតាមគាត់ចូលទៅក្នុង lobby ដ៏ត្រចះត្រចង់កម្រាលថ្មមាបលលងចាំងបង្ហាញរូបនៅរបស់នាងក្មេងស្រីម្នាក់ក្នុងរ៉ូបពណ៌ខ្មៅដ៏ខ្លីមុខផាត់ម្សៅក្រាស់ដើរតាមពីក្រោយបុរសធាត់ម្នាក់ដែលកំពុងស្រវឹងអ្នកទទួលភ្ញៀវនៅ counterមើលនាងមួយផ្លេតដោយក្រសែភ្នែករៀបស្មើគ្មានអារម្មណ៍មុននឹងងាកទៅញឹមដាក់លោកចេនពួកគេឡើង elevator ទៅជាន់ទី20នៅពេលទ្វារបើកចេញគឺបន្ទប់សន្តាគារដ៏ប្រណិតមួយលោកចេនបិទទ្វារគូផាច់ហើយចុចសរបេះដូងរបស់ចន្ទ្រាឈប់លោតមួយចង្វាក់គាត់ទាញក្រវ៉ាត់កញ្ចេញក្រវែងអាវធំទៅលើសាឡុងរួចដើរមករកនាងគាត់លេងញឹមទៀតហើយគលុយគាត់សួរចន្ទ្រាមិនយល់គាត់ដកកាបូបលុយរបស់គាត់ម្ដងទៀតទាញក្រដាសប្រាក់$100ពីរបីសន្លឹកទៀតក្រវែងទៅលើគ្រែគោសម្រាប់ឯងMake me happy ចន្ទ្រាសម្លឹងមើលលុយទាំងនោះរួចសម្លឹងមើលមុខគាត់នាងដឹងថាជ្រាត្រីគឺមិនអាចជួយនាងបានទៀតទេនេះមិនមែនជាការសម្ដែងចាក់ស្រាទៀតទេនេះគឺជារឿងពិតនាងបិទភ្នែកហើយអនុញ្ញាតឲ្យភាពងឹតលេបត្របាក់នាងពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចធំប៉ះនឹងមុខរបស់ចន្ទ្រានាងភ្ញាក់ឡើងដោយអារម្មណ៍ឈឺចុកចាប់ពេញរាងកាយនាងនៅម្នាក់ឯងបន្ទប់ដ៏ធំទូលាយស្ងាត់ជ្រងំមានតែក្លិនបារីនិងក្លិនស្រាដែលនៅសេសសល់ពីយប់មិញលោកចេងបានបាត់ខ្លួនហើយនៅលើតុក្រែលុយដែលគាត់ក្រវែងកាលពីយប់មិញនៅដដែលជាមួយនឹងលុយបន្ថែមប៉ុន្មានសន្លឹកទៀតគ្មានសម្បត្តិគ្មានពាក្យឡាវាគ្រាន់តែជាថ្លៃទំនិញចន្ទ្រាស្ទុះស្ទាក្រោកពីក្រែរត់ចូលទៅក្នុងបន្ទប់ទឹកនាងឈរនៅក្រោមផ្កាឈូកបើកទឹកក្តៅបំផុតតាមដែលអាចធ្វើទៅបាននាងដុសខ្លួនប្រាណរបស់នាងម្ដងហើយម្ដងទៀតស្ទើរតែលាត់ស្បែកនាងចង់ដុសក្លិនគាត់ចេញចង់ដុសអារម្មណ៍ខ្ពើមរអើមខ្លួនឯងចេញតែនាងដុសមិនជ្រះទេទឹកភ្នែករបស់នាងហូរលីជាមួយទឹកផ្កាឈូកនាងអង្គុយចុះអប់ជង្គង់យំនៅក្នុងបន្ទប់ទឹកដ៏ប្រណិតនោះនាងមិនមែនគិរីត្រីទេនាងគឺចន្ទ្រាហើយចន្ទ្រាទើបតែត្រូវគេបំផ្លាញបន្ទាប់ពីយំអស់មួយសន្ទុះធំនាងដឹងថានាងមិនអាចអង្គុយនៅទីនេះទៅទៀតទេនាងចេញមកស្លៀកពាក់រ៉ូបពណ៌ខ្មៅដដែលនោះនាងមើលទៅខ្លួនឯងក្នុងកញ្ចក់ម្សៅផាត់រលប់អស់ក្រែមមាត់ពណ៌ក្រហមឆ្អៅប្រឡាក់ពេញមុខភ្នែកនាងឡើងហើមនាងប្រមូលលុយនៅលើតុចូលទៅក្នុងកាបូបតូចរបស់នាងដោយមិនទាំងរាប់ដៃរបស់នាងនៅតែញ័រនាងដើរចេញពីបន្ទប់នាងចុះដើរកាត់ lobby លើកនេះអ្នកបម្រើពេលព្រឹកមើលនាងដោយក្រសែភ្នែកចម្លែកលីឡំរវាងការអាណិតនិងការមើលងាយបន្តិចបន្តួចនាងដឹងថាពួកគេកំពុងគិតអ្វីនាងដើរចេញពីសន្តាគារដ៏ត្រជាក់នោះមកឈរនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងទីក្រុងភ្នំពេញចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនដោយភាពអ៊ូអរមនុស្សម្នេប្រញាប់ប្រញាល់ទៅធ្វើការគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងក្មេងស្រីម្នាក់ដែលឈរត្រឹងហាក់ដូចជាប្រលឹងចេញពីរូបនៅចិញ្ចើមផ្លូវនោះទេនាងបកដៃហើយម៉ូតូឌុបមួយទៅស្ទង់នាងប្រាប់ឈ្មោះសង្កាត់របស់នាងអ្នករត់ម៉ូតូឌុបងូក្បាលមិនសួរនាំអ្វីទាំងអស់នៅពេលម៉ូតូចាប់ផ្ដើមធ្វើចលនាចេញទៅទឹកភ្នែករបស់នាងក៏ចាប់ផ្ដើមហូរម្ដងទៀតដោយស្ងៀមស្ងាត់នាងទៅដល់បន្ទប់ជួលតូចរបស់នាងចាក់សោរទ្វារពីខាងក្នុងរួចអង្គុយផ្អែកនឹងទ្វារយកកាបូបលុយមកបើកនាងចាប់ផ្ដើមរាប់លុយវាជាចំនួនទឹកប្រាក់ច្រើនជាងអ្វីដែលនាងអាចរកបានក្នុងមួយខែនៅរោងចក្រ
ឬក៏ពីខែទូរស័ព្ទរបស់នាងរំញ័រសារពីប្អូនប្រុសនាងក្បងម៉ែយប់មិញហត់ខ្លាំងណាស់ពេទ្យថាត្រូវថតអេកូបេះដូងមិនទាន់បងមានលុយផ្ញើមកទេចន្ទ្រាសម្លឹងមើលលុយដៃរួចសម្លឹងមើលសារនោះនាងជូតទឹកភ្នែកភាពឈឺចាប់ភាពខ្ពើមរអើមត្រូវបានជំនួសដោយភាពត្រជាក់នាងដឹងថាអ្វីដែលនាងត្រូវធ្វើនាងមិនអាចឈប់បានទេមិនមែនពេលនេះទេនាងដកលុយមួយផ្នែកធំចេញនាងត្រូវតែផ្ញើវាទៅស្រុកភ្លាមម៉ោងប្រហែល 9 ព្រឹកចន្ទ្រាឈរនៅមុខបញ្ជរវិញក្នុងតូបលក់ដូរតូចមួយស្ត្រីម្ចាស់តូបដែលធ្លាប់ឃើញមុខនាងស្ទើររាល់សប្តាហ៍ងើបមុខមកមើលនាងទាំងឆ្ងល់បន្តិចគឺផ្ញើទៅស្រុកទៀតហើយហែគាត់សួរចន្ទ្រាមិននិយាយអ្វីច្រើនគ្រាន់តែញកក្បាលនាងហុចក្រដាសប្រាក់ដែលនាងបានរាប់ទុកជាស្រេចព្រមទាំងលេខទូរស័ព្ទប្អូនប្រុសនាងដៃរបស់នាងនៅតែមានស្នាមក្រហមពីការក្តាប់របស់លោកជេនកាលពីយប់មិញនៅពេលដែលប្រតិបត្តិការបានបញ្ចប់សំឡេងសារទូរស័ព្ទទ្រីងបានបន្លឺឡើងស្ទើរតែភ្លាមនាងបើកមើលក្បងខ្ញុំហើយអរគុណបងណាស់បងពិតជាអស្ចារ្យមែនប្អូនប្រុសនាងផ្ញើមកចន្ទ្រាសម្លឹងមើលពាក្យអស្ចារ្យយីនោះនាងមានអារម្មណ៍ចង់ក្អួតនាងមិនបានឆ្លើយតបសារនោះទេនាងគ្រាន់តែបិទទូរស័ព្ទហើយដើរយឺតត្រឡប់ទៅបន្ទប់ជួលរបស់នាងវិញនាងបានជួយសង្គ្រោះម្ដាយនាងដោយការលក់ព្រលឹងរបស់ខ្លួនឯងនាងចូលទៅក្នុងបន្ទប់ចាក់សោរទ្វារនាងដឹងថានាងគួរតែគេងព្រោះយប់នេះនាងត្រូវក៏ធ្វើការទៀតតែនាងគេងមិនលក់រាល់ពេលដែលនាងបិទភ្នែកនាងឃើញបន្ទប់សន្តាគារដ៏ប្រណិតនោះឃើញមុខលោកជេននិងមានអារម្មណ៍ថាមានដៃកំពុងស្ទាបអង្អែលនាងក្រោកឡើងដោះសម្លៀកបំពាក់ចេញហើយចូលទៅបន្ទប់ទឹកតូចចង្អៀតរបស់នាងម្ដងទៀតនាងដងទឹកមួយធំហើយចាក់ស្រោចខ្លួនប្រាណនាងដុសខ្លួនជាមួយសាប៊ូដុំថោករហូតដល់ស្បែកឡើងក្រហមនាងចង់លាងជម្រះភាពកខ្វក់ភាពខ្ពើមរអើមតែវាហាក់ដូចជាជ្រាបចូលទៅក្នុងសាច់របស់នាងបាត់ទៅហើយនាងចេញមកវិញអង្គុយស្ងៀមនៅលើកន្ទេលនាងលេងយំទៀតហើយទឹកភ្នែកហាក់ដូចជាស្ងួតអស់ជំនួសមកវិញគឺអារម្មណ៍ស្ពឹកស្រពន់មួយភាពត្រជាក់ដែលនាងមិនធ្លាប់មានពីមុនមកនាងដឹងច្បាស់ថាយប់មិញបានផ្លាស់ប្ដូរនាងជារៀងរហូតចន្ទ្រាដែលសុបិនចង់ធ្វើជាគ្រូបង្រៀនបានស្លាប់បាត់ទៅហើយនៅក្នុងបន្ទប់សន្តាគារជាន់ទី20នោះអ្នកដែលនៅរស់រានមានជីវិតគឺក្រីត្រីល្ងាចនោះនាងក្រោកឡើងរៀបចំខ្លួនលឿនជាងរាល់ដងនាងលាបំសៅក្រាស់ជាងមុនក្រាស់ដើម្បីលាក់បាំងហើមនៃភ្នែករបស់នាងគូសអេលែននៅខ្មៅស្រទុំធ្វើឲ្យភ្នែករបស់នាងមើលទៅមុតជាងមុនគ្មានភ័យខ្លាចទៀតទេហើយក្រែមមាត់នាងលាបពណ៌ក្រហមឆ្អៅដែរតែលើកនេះនាងមិនលាបវាដោយដៃញ័រទេនាងលាបវាដោយភាពត្រជាក់បបោមាត់របស់នាងពេលនេះមើលទៅដូចជារបាំងមុខពិតមិនមែនជាស្នាមញឹមទេនៅម៉ោង 8 យប់នាងទៅដល់គ្រីត្រីមាសម៉ាយ៉ែមកំពុងអង្គុយនៅកន្លែងដដែលពេលឃើញចន្ទ្រាដើរចូលម៉ាយ៉ែមញឹមដាក់នាងជាស្នាមញឹមពិតប្រាកដជាលើកដំបូងនាងដើរចេញពីសន្តាគារដ៏ត្រជាក់នោះមកឈរនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងទីក្រុងភ្នំពេញចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនដោយភាពអ៊ូអរមនុស្សម្នេប្រញាប់ប្រញាល់ទៅធ្វើការគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងក្មេងស្រីម្នាក់ដែលឈរត្រឹងហាក់ដូចជាប្រលឹងចេញពីរូបនៅចិញ្ចើមផ្លូវនោះទេនាងបក់ដៃហើយម៉ូតូឌុបមួយទៅស្ទង់នាងប្រាប់ឈ្មោះសង្កាត់របស់នាងអ្នករត់ម៉ូតូឌុបមួយក្បាលមិនសួរនាំអ្វីទាំងអស់នៅពេលម៉ូតូចាប់ផ្ដើមធ្វើចលនាចេញទៅទឹកភ្នែករបស់នាងក៏ចាប់ផ្ដើមហូរម្ដងទៀតដោយស្ងៀមស្ងាត់នាងទៅដល់បន្ទប់ជួលតូចរបស់នាងចាក់សោរទ្វារពីខាងក្នុងរួចអង្គុយផ្អែកនឹងទ្វារយកកាបូបលុយមកបើកនាងចាប់ផ្ដើមរាប់លុយវីជីចំនួនទឹកប្រាក់ច្រើនជាងអ្វីដែលនាងអាចរកបានក្នុងមួយខែនៅរោងចក្រឬក៏ពីខែទូរស័ព្ទរបស់នាងរំញ័រសារពីប្អូនប្រុសនាងក្បងម៉ែយប់មិញហត់ខ្លាំងណាស់ពេទ្យថាត្រូវថតអេកូបេះដូងមិនទាន់បងមានលុយផ្ញើមកទេចន្ទ្រាសម្លឹងមើលលុយដៃរួចសម្លឹងមើលសារនោះនាងជូតទឹកភ្នែកភាពឈឺចាប់ភាពខ្ពើមរអើមត្រូវបានជំនួសដោយភាពត្រជាក់នាងដឹងថាអ្វីដែលនាងត្រូវធ្វើនាងមិនអាចឈប់បានទេមិនមែនពេលនេះទេនាងដកលុយមួយផ្នែកធំចេញនាងត្រូវតែផ្ញើវាទៅស្រុកភ្លាមម៉ោងប្រហែល 9 ព្រឹកចន្ទ្រាឈរនៅមុខបញ្ជរវិញក្នុងតូបលក់ដូរតូចមួយស្ត្រីម្ចាស់តូបដែលធ្លាប់ឃើញមុខនាងស្ទើររាល់សប្តាហ៍ងើបមុខមកមើលនាងទាំងឆ្ងល់បន្តិចគឺផ្ញើទៅស្រុកទៀតហើយហែគាត់សួរចន្ទ្រាមិននិយាយអ្វីច្រើនគ្រាន់តែញកក្បាលនាងហុចក្រដាសប្រាក់ដែលនាងបានរាប់ទុកជាស្រេចព្រមទាំងលេខទូរស័ព្ទប្អូនប្រុសនាងដៃរបស់នាងនៅតែមានស្នាមក្រហមពីការក្តាប់របស់លោកជេនកាលពីយប់មិញនៅពេលដែលប្រតិបត្តិការបានបញ្ចប់សំឡេងសារទូរស័ព្ទទ្រីងបានបន្លឺឡើងស្ទើរតែភ្លាមនាងបើកមើលក្បងខ្ញុំហើយអរគុណបងណាស់បងពិតជាអស្ចារ្យមែនប្អូនប្រុសនាងផ្ញើមកចន្ទ្រាសម្លឹងមើលពាក្យអស្ចារ្យយីនោះនាងមានអារម្មណ៍ចង់ក្អួតនាងមិនបានឆ្លើយតបសារនោះទេនាងគ្រាន់តែបិទទូរស័ព្ទហើយដើរយឺតត្រឡប់ទៅបន្ទប់ជួលរបស់នាងវិញនាងបានជួយសង្គ្រោះម្ដាយនាងដោយការលក់ព្រលឹងរបស់ខ្លួនឯងនាងចូលទៅក្នុងបន្ទប់ចាក់សោរទ្វារនាងដឹងថានាងគួរតែគេងព្រោះយប់នេះនាងត្រូវក៏ធ្វើការ
ទៀតតែនាងគេងមិនលក់រាល់ពេលដែលនាងបិទភ្នែកនាងឃើញបន្ទប់សន្តាគារដ៏ប្រណិតនោះឃើញមុខលោកចេននឹងមានអារម្មណ៍ថាមានដៃកំពុងស្ទាបអង្អែលនាងក្រោកឡើងដោះសម្លៀកបំពាក់ចេញហើយចូលទៅបន្ទប់ទឹកតូចចង្អៀតរបស់នាងម្ដងទៀតនាងដងទឹកមួយធំៗហើយចាក់ស្រោចខ្លួនប្រាណនាងដុសខ្លួនជាមួយសាប៊ូដុំថោករហូតដល់ស្បែកឡើងក្រហមនាងចង់លាងជម្រះភាពកខ្វក់ភាពខ្ពើមរអើមតែវាហាក់ដូចជាជ្រាបចូលទៅក្នុងសាច់របស់នាងបាត់ទៅហើយនាងចេញមកវិញអង្គុយស្ងៀមនៅលើកន្ទេលនាងលែងយំទៀតហើយទឹកភ្នែកហាក់ដូចជាស្ងួតអស់ជំនួសមកវិញគឺអារម្មណ៍ស្ពឹកស្រពន់មួយភាពត្រជាក់ដែលនាងមិនធ្លាប់មានពីមុនមកនាងដឹងច្បាស់ថាយប់មិញបានផ្លាស់ប្ដូរនាងជារៀងរហូតឧចន្ទ្រាដែលសុបិនចង់ធ្វើជាគ្រូបង្រៀនបានស្លាប់បាត់ទៅហើយនៅក្នុងបន្ទប់សន្តាគារជាន់ទី20នោះអ្នកដែលនៅរស់រានមានជីវិតគឺគ្រាត្រីល្ងាចនោះនាងក្រោកឡើងរៀបចំខ្លួនលឿនជាងរាល់ដងនាងលាបំសៅក្រាស់ជាងមុនក្រាស់ដើម្បីលាក់បាំងហើមនៃភ្នែករបស់នាងគូសអេលេនខ្មៅស្រទុំធ្វើឲ្យភ្នែករបស់នាងមើលទៅមុតជាងមុនគ្មានភ័យខ្លាចទៀតទេហើយក្រែមមាត់នាងលាបពណ៌ក្រហមឆ្អៅដែរតែលើកនេះនាងមិនលាបវាដោយដៃញ័រទេនាងលាបវាដោយភាពត្រជាក់បបោមាត់របស់នាងពេលនេះមើលទៅដូចជារបាំងមុខពិតមិនមែនជាស្នាមញឹមទេនៅម៉ោង8យប់នាងទៅដល់គ្រាត្រីមាសម៉ាយ៉ែមកំពុងអង្គុយនៅកន្លែងដដែលពេលឃើញចន្ទ្រាដើរចូលម៉ាយ៉ែមញឹមដាក់នាងជាស្នាមញឹមពិតប្រាកដជាលើកដំបូងរាត្រីមកហើយហេម៉ាយ៉ែមនិយាយដោយសំឡេងផ្អែមជាងរាល់ដងគឺលោកចេនគាត់ពេញចិត្តអញខ្លាំងណាស់គាត់ទូរស័ព្ទមកអរគុណអញព្រឹកមិញគូចន្ទ្រាគ្រាន់តែញកក្បាលមិននិយាយអ្វីទាំងអស់ម៉ាយ៉ែមដើរមកក្បែរនាងដៃដែលពាក់ចិញ្ចៀនមាសធំលើកមកអង្អែលស្មានាងអញដឹងថាអញឆ្លាតធ្វើបានល្អណាស់គឺម៉ាយ៉ែមដកក្រដាសប្រាក់$20ពីសន្លឹកចន្ទ្រានេះអញឲ្យអញថែមសម្រាប់របស់ឯងចន្ទ្រាសម្លឹងមើលលុយ$40នោះវាជាលុយគឺបន្ថែមពីម៉ាយ៉ែមជានៃរាងកាយនិងទឹកភ្នែករបស់នាងកាលពីយប់មិញនាងទទួលយកលុយនោះដោយមិនបញ្ចេញអារម្មណ៍អ្វីទាំងអស់គឺម៉ែគូសំឡេងរបស់នាងរៀបស្មើម៉ាយ៉ែមសម្លឹងមើលនាងមួយផ្លែតហាក់ដូចជាភ្ញាក់ផ្អើលនឹងថ្មីរបស់នាងប្រហែលជារំពឹងថាចន្ទ្រានឹងយំឬក៏ខឹងតែនាងបែរជាស្ងប់ស្ងាត់ទៅវិញម៉ាយ៉ែមញឹមម្ដងទៀតគឺល្អស្រីឆ្លាតរបស់អញទៅចូលទៅបន្ទប់ក្រោយទៅភ្ញៀវចិត្តចូលហើយគូចន្ទ្រាដើរចូលទៅបន្ទប់សម្រាប់ផ្កាឈូកនិងសូរិយានៅទីនោះស្រាប់យ៉ាងម៉េចហើយផ្កាឈូកសួរពេលឃើញនាងក្នុងភ្នែកផ្កាឈូកមានអាណិតចន្ទ្រាមិនចង់បានការអាណិតនាងគ្រាន់តែក្រវីក្បាលហើយទៅអង្គុយនៅមួយកហេះប្រហែលជាបានលុយហើយបានធ្វើរកឬធំសូរិយានិយាយនាងព្រោះតែច្រណែនចន្ទ្រាមិនទាំងងាកមើលសូរិយាផងនាងគ្មានកម្លាំងនឹងតបទេនាងគ្រាន់តែអង្គុយស្ងៀមសម្លឹងមើលជញ្ជាំងពេលនោះនាងឃើញក្មេងស្រីថ្មីម្នាក់ទៀតអង្គុយនៅក្បែរនាងក្មេងស្រីនោះមើលទៅទើបតែអាយុ18ឬ19ឆ្នាំមុខមាត់នៅមិនទាន់ចេះផាត់មុខក្រាស់ដូចពួកគេទេនាងកំពុងអង្គុយញ័រជើងទឹកមុខភាពភ័យខ្លាចក្មេងស្រីនោះគឺជារូបភាពរបស់ចន្ទ្រាកាលពី3ខែមុនចន្ទ្រាមានអារម្មណ៍ឈឺជ័យក្នុងទ្រូងនាងចង់ប្រាប់ក្មេងស្រីនោះឲ្យរត់ចេញពីទីនេះតែនាងដឹងថាក្មេងស្រីនោះប្រហែលជាមានហេតុផលដូចជានាងដែរនាងក៏ជំពាក់បំណុលគេនាងក៏ត្រូវគ្រួសារទ្វារបន្ទប់បើកឡើងម៉ាយ៉ែមដើរចូលមកយប់នេះភ្ញៀវបន្ទប់លេខ5ភ្ញៀវខ្មែរទេរាត្រីឯងនាំក្មេងថ្មីឈ្មោះចម្ប៉ានេះទៅជាមួយផងបង្រៀនវាតិចទៅចន្ទ្រាងើបមុខឡើងម៉ាយ៉ែមចង់ឲ្យនាងដែលទើបតែនរកមកទៅបង្រៀនក្មេងស្រីម្នាក់ទៀតឲ្យដើរចូលទៅក្នុងនរកនោះម៉ែគូចន្ទ្រាឆ្លើយតបដោយសំឡេងដដែលត្រជាក់នឹងរៀបស្មើនាងក្រោកឈរងាកទៅរកចម្ប៉ាគូដែលកំពុងមើលនាងដោយភ្នែកក្រោកឡើងទៅធ្វើការចន្ទ្រានិយាយទៅកាន់ក្មេងស្រីនោះសំឡេងរបស់នាងគ្មានភាពកក់ក្ដៅគ្មានការអាណិតវាជាសំឡេងរបស់គិរីត្រីពិតប្រាកដទ្វារបន្ទប់ខេវលេខ5បានបើកឡើងមិនដូចបន្ទប់វេបរបស់លោកចេនទេបន្ទប់នេះតូចជាងហើយភ្លើងក៏ភ្លឺជាងបន្តិចដែរសំឡេងតន្ត្រីខ្មែរកំពុងលេងហើយមានបុរស5នាក់កំពុងអង្គុយផឹកស្រាបៀរអេនឆលពួកគេមើលទៅដូចជាបុគ្គលិកក្រុមហ៊ុនដែលចេញមកសប្បាយបន្ទាប់ពីម៉ោងធ្វើការឧចម្ប៉ាដើរតាមពីក្រោយចន្ទ្រាដៃរបស់នាងញ័រខ្លាំងរហូតចន្ទ្រាអាចមើលឃើញអង្គុយចន្ទ្រាបញ្ជាដោយសំឡេងស្ងួតនាងរុញចម្ប៉ាថ្នមឲ្យអង្គុយនៅក្បែរភ្ញៀវម្នាក់ដែលមើលទៅស្លូតបូតជាងគេរួចនាងក៏អង្គុយនៅចុងទៅចាប់តាមបើកកំប៉ុងស្រាបៀរហើយចាក់ចូលកែវជូនភ្ញៀវម្នាក់ម្ដងដោយស្ទាត់ជំនាញក្អូស្រីស្អាតថ្មីបុរសម្នាក់ដែលពាក់អាវុធអាវដៃវែងលាត់ត្រកូលបានស្រែកឡើងពេលឃើញចម្ប៉ាគាត់លើកកែវស្រាបៀរទៅរកនាងក៏មកអូនផឹកជាមួយបងមួយកែវចម្ប៉ាភ្ញាក់នាងសម្លឹងមើលកែវស្រាបៀរហាក់ដូចជាវាជាថ្នាំពុលនាងងាកមកមើលចន្ទ្រាដោយអង្វរចន្ទ្រាដកដង្ហើមធំ
ផឹកទៅនាងនិយាយដោយសំឡេងរៀបស្មើប្រភ្ញៀវឲ្យផឹកគឺត្រូវតែផឹកញឹមនាងងាកទៅរកភ្ញៀវលើកកែវរបស់នាងឡើងខ្ជុលមួយលោកនាងញឹមជាស្នាមញឹមគិរីត្រីក៏ដែលនាងទន្ទិញជាប់មាត់នាងផឹកស្រាបៀរនោះមួយអស់ធំចម្ប៉ាឃើញដូច្នេះក៏បង្ខំចិត្តលើកកែវញរបស់នាងឡើងផឹកបន្តិចរួចក៏អកខ្ទុកភ្ញៀវទាំងនោះផ្ទុះសំណាចក៏ក្មេងថ្មីពិតមែនគួរឲ្យស្រឡាញ់ណាស់ចន្ទ្រាបន្តចាក់ស្រាលើកទឹកកកធ្វើខ្លួនឲ្យរវល់នាងមិនចង់និយាយនាងគ្រាន់តែចង់ឲ្យម៉ោងនេះកន្លងផុតទៅឲ្យលឿននាងព្យាយាមកបង្រៀនគូចម្ប៉ាដោយការធ្វើជាគំរូញឹមមកក្បាលចាក់ស្រាចូលកែវហើយកុំនិយាយអ្វីដែលមិនចាំបាច់នាងកំពុងតែបើកកំប៉ុងស្រាបៀរថ្មីមួយទៀតពេលដែលបុរសម្នាក់អង្គុយស្ងៀមនៅមួយបាននិយាយឡើងប្អូនដៃប្អូនចន្ទ្រីឈប់នាងងាកមើលបុរសនោះមើលទៅមានអាយុប្រហែលជានាងឬចាស់ជាងបន្តិចមិនដូចភ្ញៀវដទៃទេគាត់ពាក់អាវយឺតនិងវ៉ែនតាគាត់មិនបានស្រែកច្រៀងឬបង្ខំនរណាឲ្យផឹកទេគាត់គ្រាន់តែអង្គុយមើលនាងក៏ដៃប្អូនមានស្នាមគាត់និយាយម្ដងទៀតដោយចង្អុលទៅក្ដៃរបស់នាងមានស្នាមជុំក្រហមពីការក្តាប់របស់លោកចេញចន្ទ្រាប្រញាប់ទាញដៃអាវរបស់នាងចុះបិទបាំងស្នាមនោះរបាំងមុខគិរីត្រីរបស់នាងស្ទើរតែចេញគ្មានភ្ញៀវណាម្នាក់រឿងតូចតាចបែបនេះទេពួកគេតែលើដើមទ្រូងឬផ្លូវរបស់នាងប៉ុណ្ណោះក៏គ្មានអ្វីទេលោកនាងឆ្លើយយ៉ាងលឿនក៏ខ្ញុំតាក់ដៃនឹងទ្វារបរោះនោះញឹមតិចជាស្នាមញឹមមិនចំអកក៏ខ្ញុំឈ្មោះវិទូគាត់និយាយក៏ខ្ញុំមកទីនេះព្រោះមិត្តរួមការងារខ្ញុំគេបង្ខំមកទេខ្ញុំមិនចូលចិត្តកន្លែងបែបនេះទេចន្ទ្រាភ្ញាក់ផ្អើលនាងមិនដឹងត្រូវឆ្លើយតបភ្ញៀវមិនដែលនិយាយរឿងបែបនេះជាមួយនាងទេកប្អូនមើលទៅហត់នឿយណាស់គីវិទូបន្តកប្អូនមិនគួរនៅកន្លែងនេះទេពាក្យទាំងនោះដូចជាមចូលចាក់ត្រង់បេះដូងស្ពឹករបស់នាងមានអារម្មណ៍ចង់ស្រែកគាត់ក៏បើខ្ញុំមិននៅទីនេះតើឲ្យខ្ញុំទៅណែណាតើលោកអាចថ្លៃថ្នាំឲ្យម៉ែខ្ញុំទេតែនាងមិនបាននិយាយទេនាងគ្រាន់តែអន់មុខចុះគឺលោកចង់បានស្រាបៀរទេនាងព្យាយាមបដូរប្រធានបទវិទូក្រវីក្បាលក៏ខ្ញុំចង់បានទឹកនាងរឹតតែភ្ញាក់ផ្អើលនាងមកក្បាលរួចហៅអ្នកបម្រើឲ្យយកទឹកមួយដបមកឲ្យគាត់ពេញ1ម៉ោងបន្ទាប់វិទូមិនបានប៉ះពាល់នាងមិនបានបង្ខំនាងឲ្យផឹកមិនបាននិយាយលេបខាយគាត់គ្រាន់តែអង្គុយផឹកទឹកហើយជួនកាលគាត់និយាយរឿងពីការងាររបស់គាត់ធ្វើឬពីការស្ទះចរាចរណ៍នៅភ្នំពេញគាត់និយាយនាងដូចជានាងជាមនុស្សម្នាក់នៅពេលភ្ញៀវម្នាក់ទៀតចាប់ផ្ដើមហើយព្យាយាមចម្ប៉ាឲ្យអង្គុយលើផ្លូវគាត់អត់ទេលោកសូមកុំធ្វើអញ្ចឹងចម្ប៉ាស្រែកឡើងទឹកភ្នែករលីងរលោងចន្ទ្រាឃើញនោះនាងស្អប់ខ្លួនឯងនាងត្រូវតែធ្វើអ្វីមួយនាងក្រោកឈរដើរទៅរវាងភ្ញៀវនោះនិងចម្ប៉ាលោកហើយនាងនិយាយដោយសំឡេងរឹងចម្ប៉ាគាត់ថ្មីណាស់គាត់មិនទាន់ចេះទេមកខ្ញុំផឹកជំនួសគាត់នាងកែវស្រាធំមួយផឹកតែម្ដងឲ្យអស់ភ្ញៀវនោះឃើញចន្ទ្រាហ៊ានធ្វើអញ្ចឹងក៏បែរជាសើចអូខេផឹកណាស់រួចគាត់ក៏ដកដៃចេញពីចម្ប៉ារត់មកពីក្រោយខ្នងចន្ទ្រាទាំងញ័រខ្លួនវិទូមើលទាំងអស់នោះដោយស្ងៀមស្ងាត់ភ្នែករបស់គាត់នៅវ៉ែនតាបង្ហាញពីស្មុគស្មាញមួយវាជាការអាណិតនិងការគោរពបន្តិចបន្តួចនៅពេលដល់ម៉ោងត្រូវចេញភ្ញៀវដទៃទៀតចាប់ផ្ដើមលុយចូលក្នុងអាវរបស់ចន្ទ្រានិងចម្ប៉ាតែវិទូក្រោកឈរគាត់ដកក្រដាសប្រាក់$20មួយសន្លឹកហុចឲ្យចន្ទ្រាត្រឹមត្រូវនេះសម្រាប់ប្អូនគាត់និយាយចន្ទ្រាស្ទាក់ស្ទើរមិនចង់ទទួលគឺទទួលទៅគាត់និយាយគឺប្អូនធ្វើការហត់នឿយណាស់យប់នេះដើម្បីការពារគាត់គឺគាត់មកក្បាលទៅរកចម្ប៉ាចន្ទ្រាទទួលយកលុយនោះដៃរបស់ពួកគេមិនបានប៉ះគ្នាទេគឺប្អូនឈ្មោះអីវិទូសួរចន្ទ្រាស្ទាក់ស្ទើរនាងគួរតែនិយាយថាជ្រាត្រីតែពាក្យដែលចេញពីមាត់របស់នាងគឺចន្ទ្រាវិជាលើកដំបូងក្នុងរយៈពេល3ខែនាងនិយាយឈ្មោះពិតរបស់នាងទៅកាន់ភ្ញៀវចន្ទ្រាវិទូនិយាយនាងឡើងវិញឈ្មោះល្អណាស់ដូចព្រះច័ន្ទលាហើយចន្ទ្រារក្សាខ្លួនគាត់ងាកហើយដើរចេញពីបន្ទប់មិត្តភ័ក្តិរបស់គាត់ចន្ទ្រាឈរត្រឹងនៅទីនោះសម្លឹងមើលក្រដាសប្រាក់$20ក្នុងដៃលុយនេះវាមានអារម្មណ៍ខុសពីលុយរបស់លោកចេនលុយរបស់លោកចេនមានក្លិនតណ្ហានិងការឈឺចាប់តែលុយនេះវាមានក្លិននៃការយកចិត្តរបាំងមុខគិរីត្រីគឺនាងខំសាំងឡើងបានប្រេះស្រាំបន្តិចហើយពេលចន្ទ្រានិងចម្ប៉ាដើរចេញពីបន្ទប់លេខ5ភ្លាមជើងរបស់ចម្ប៉ាក៏ទន់ស្ទើរតែដួលនាងស្ទុះទៅតោងដៃចន្ទ្រាយ៉ាងឆេតដូចកូនក្មេងតោងម្ដាយអរគុណបងស្រីបើគ្មានបងទេខ្ញុំចម្ប៉ានិយាយទាំងសំឡេងចន្ទ្រារឹងខ្លួនពាក្យគឺបងស្រីគឺធ្វើឲ្យនាងមានអារម្មណ៍ចម្លែកនាងចង់រលាស់ដៃចេញតែចុងក្រោយនាងក៏ឲ្យក្មេងស្រីនោះតោងនាងយប់នេះចប់ហើយគឺចន្ទ្រានិយាយដោយសំឡេងត្រជាក់ដែរតែយប់ស្អែកមិនប្រកាសថាមានសំណាងដូចនេះទេត្រូវរៀនការពារខ្លួនឯងក៏ខ្ញុំ
ខ្ញុំធ្វើមិនបានទេគឺចម្ប៉ាយំគឺបើធ្វើមិនបានក៏ត្រឡប់ទៅផ្ទះវិញទៅគឺចន្ទ្រានិយាយកាត់គឺកន្លែងនេះមិនមែនសម្រាប់អ្នកទុនខ្សោយទេនាងនិយាយពាក្យទាំងនេះទៅកាន់ចម្ប៉ាតែហាក់ដូចជានាងកំពុងនិយាយប្រាប់ខ្លួនឯងកាលពី3ខែមុននាងដែលចេញពីចម្ប៉ាហើយដើរវែងទៅបន្ទប់សម្រាប់ដើម្បីរៀបចំខ្លួននៅពេលនាងដើរកាត់ទៅគិតលុយម៉ាយ៉ែមងើបមុខមកភ្នែករបស់ម៉ាយ៉ែមតូចតាចតែមុតស្រួចគ្រាត្រីចន្ទ្រាឈប់អញថាឯងជួយក្មេងថ្មីម៉ាយ៉ែមសួរទាំងលើកចិញ្ចាមបើភ្ញៀវពេកបើខ្ញុំមិនជួយគាត់រត់ចេញបាត់មួយទាំងបន្ទប់ឧចន្ទ្រាឆ្លើយតបដោយមិនខ្លាចនេះជាគ្រាត្រីគឺដែលកំពុងនិយាយជាគ្រាត្រីគឺដែលទើបតែកើតចេញពីភ្លើងរោគរបស់លោកចេនម៉ាយ៉ែមសម្លឹងនាងមួយផ្លែតរួចក៏សើចហឺអញចាប់ផ្ដើមចេះហើយតើល្អក្មេងថ្មីវាត្រូវតែមានអ្នកតែចាំម៉ាយ៉ែមបដូរសំឡេងទៅជារឹងវិញក៏កុំឲ្យភ្ញៀវធ្វើបែកអីវ៉ាន់តែក៏កុំឲ្យយើងបាត់មួយដែររៀនថ្លឹងថ្លែងម៉ែក៏ចន្ទ្រាសេវបន្តិចរួចដើរចេញពីហាងគ្រាត្រីមាសចូលទៅក្នុងភាពងឹតនៃរាត្រីយប់នោះចន្ទ្រាដើរត្រឡប់មកបន្ទប់ជួវិញតែម្នាក់ឯងចម្ប៉ាត្រូវម៉ូតូដប់ទៅសង្កាត់ផ្សេងនាងចាក់សោរទ្វារបន្ទប់ភាពស្ងៀមស្ងាត់និងក្លិនអបសើមបាននាងដូចរាល់ដងនាងមានអារម្មណ៍មកហត់នឿយហត់ទាំងខ្លួនហត់ទាំងចិត្តមិនមែនជាហត់ដោយសារការផឹកស្រាទេតែជាហត់នៃការពាក់របាំងមុខនាងអង្គុយលើកន្ទេលយកលុយដែលនាងរកបានយប់នេះចេញមកលើកំរាលមានក្រដាសប្រាក់$5 $10ដែលភ្ញៀវរតីទៀតឲ្យនាងនឹងចម្ប៉ាតែនាងត្រូវចែកឲ្យចម្ប៉ាខ្លះហើយមានក្រដាសប្រាក់$20មួយសន្លឹកវិទូបានហុចឲ្យនាងក្រដាស$20នោះឡើងមកមើលវាគ្រាន់តែជាលុយដូចលុយដតីទៀតតែហេតុអ្វីបានជានាងមានអារម្មណ៍ថាវាមិនគ្នានាងនឹកឃើញដល់លុយរាប់រយ$របស់លោកចេននាងលាក់ទុកនៅក្រោមខ្នើយលុយនោះមានអារម្មណ៍ថាធ្ងន់និងក្តៅដូចដែករាល់ពេលនាងប៉ះវានាងមានអារម្មណ៍ខ្ពើមរអើមវាជាថ្លៃនៃឈឺចាប់អាម៉ាស់របស់នាងតែក្រដាស$20នេះវាមានអារម្មណ៍ស្អាតវិទូហុចឲ្យនាងមិនមែនចូលអាវនាងទេគាត់ហុចឲ្យនាងព្រោះនាងបានការពារចម្ប៉ាគាត់ហុចឲ្យគូចន្ទ្រាមិនមែនគ្រាត្រីទេចន្ទ្រាដូចព្រះច័ន្ទគូសំឡេងរបស់វិទូស្រាប់តែលេចឡើងក្នុងក្បាលនាងក្រោកឈរដើរទៅបង្អួចចាស់គ្មានកញ្ចក់របស់នាងសម្លឹងមើលទៅមេឃពេលយប់ទីក្រុងភ្នំពេញមិនសូវមានផ្កាយទេតែយប់នេះតាមចន្លោះអគារចាស់និងភ្លើងរញ៉េញ៉ៃនាងព្រះច័ន្ទមួយចំណិតតូចកំពុងពណ៌លឿងស្លេកនាងលើក្រដាស$20នោះឡើងហាក់ដូចជាចង់ឲ្យវាត្រូវពន្លឺច័ន្ទនាងមិនដឹងថាវិទូជាមនុស្សបែបណាទេគាត់ប្រហែលជាគ្រាន់តែនិយាយស្ដីល្អដើម្បីបោកបញ្ឆោតនាងដូចបុរសដទៃទៀតតែយ៉ាងហោចណាស់មួយវិនាទីនោះគាត់ធ្វើឲ្យនាងមានអារម្មណ៍ថានាងជាមនុស្សគឺម្នាក់វិញនាងសម្រេចចិត្តនាងនឹងមិនលុយ$20នេះទៅលីជាមួយលុយកខ្វក់ផ្សេងទៀតទេនាងនឹងមិនផ្ញើវាទៅផ្ទះទេនាងបត់វាជា4ជ្រុងតូចមួយយ៉ាងប្រយ័ត្នប្រយែងរួចវាចូលទៅក្នុងប្រហោងតូចមួយនៃជញ្ជាំងអ៊ែតដែលនាងតែងតែលាក់របស់វាជាលុយដំបងគេបង្អស់ចន្ទ្រាគោរពបានមិនមែនគ្រាត្រីទេនាងត្រឡប់មកអង្គុយលើកន្ទេលវិញរបាំងមុខគ្រាត្រីក្បានចុះពីមុខនាងចន្ទ្រាក្បានមកវិញនឹងឈឺចាប់នាងដឹងថាយប់ស្អែកនាងនៅតែត្រូវពាក់របាំងមុខនោះទៀតនាងនៅតែត្រូវធ្វើជាគ្រាត្រីគឺដើម្បីម្ដាយនិងប្អូនរបស់នាងតែយ៉ាងហោចណាស់យប់នេះនាងដឹងថាគូចន្ទ្រានៅមិនទាន់ស្លាប់ទាំងស្រុងទេនាងនៅទីនេះកំពុងសម្លឹងមើលព្រះច័ន្ទហើយកាន់លុយ$20ស្អាតស្អំមួយសន្លឹកមួយសប្តាហ៍បានកន្លងផុតទៅចាប់តាំងពីយប់ដែលចន្ទ្រាបានជួបវិទូជីវិតនៅគ្រាត្រីមាសបានคล้ายជាទម្លាប់ដ៏គួរឲ្យស្អប់ខ្ពើមមួយយប់ចូលយប់ចេញស្រាផ្សែងបារីនិងស្នាមញឹមដែលគ្មានព្រលឹងចម្ប៉ាបានคล้ายដូចជាស្រមោលរបស់ចន្ទ្រាគ្រប់ពេលដែលម៉ាយ៉ែមបញ្ជូនភ្ញៀវនាងតែងតែព្យាយាមតោងចន្ទ្រាមិនឲ្យឃ្លាតចន្ទ្រាឬគ្រាត្រីបានបង្រៀននាងពីច្បាប់នៃការរស់រានមានជីវិតនៅក្នុងពិភពដ៏ខ្មៅខ្វក់នេះកុំផឹកស្រាពិតឲ្យសោះបើភ្ញៀវមិនចាប់បង្ខំវានាងខ្សឹបប្រាប់ចម្ប៉ានៅក្នុងបន្ទប់ទឹកធ្វើពុតជាលើកែវតែគ្រាន់តែយកមាត់ប៉ះបានហើយពេលភ្ញៀវរវល់ច្រៀងឯងដកកែវស្រាឯងទៅចាក់ទឹកចូលជំនួសវិញក៏ហើយសំខាន់បំផុតកុំជឿពាក្យផ្អែមល្ហែមរបស់ភ្ញៀវឲ្យសោះពួកគេមកទីនេះមិនមែនដើម្បីស្រឡាញ់ឯងទេចម្ប៉ាងក់ក្បាលទទួលស្ដាប់ដូចសិស្សល្អនាងសម្លឹងមើលចន្ទ្រាដូចជាវីនារីតែចន្ទ្រាមិនមានអារម្មណ៍ថាខ្លួនជាវីនារីទេនាងមានអារម្មណ៍ថានាងកំពុងតែអូសទាញព្រលឹងមួយទៀតឲ្យធ្លាក់ចូលក្នុងអណ្ដូងដែលនាងកំពុងធ្លាក់របាំងមុខគ្រាត្រីរបស់ចន្ទ្រាកាន់តែក្រាស់ឡើងនាងចេះតបត់ជាមួយភ្ញៀវដែលឆ្លើយចេះបញ្ជៀសការបៀតបៀនដោយមិនធ្វើឲ្យភ្ញៀវខឹងហើយចេះទាក្បានច្រើនជាងមុនម៉ាយ៉ែមកាន់តែពេញចិត្តនាងព្រោះនាងក៏ចេះការងារនិងអាចឃុំគ្រងក្មេងថ្មីបានតែនៅពេលយប់ជ្រៅពេលនាងត្រឡប់មកដល់បន្ទប់ជួលវិញគឺចន្ទ្រាបានត្រឡប់មកវិញនាងតែងតែដកក្រដាសប្រាក់$20ដែលនាងលាក់ទុកក្នុងជញ្ជាំងមកមើលវាជា
តែមួយគត់ដែលរំលឹកនាងថានាងធ្លាប់មានតម្លៃជាមនុស្សថ្ងៃមួយរសៀលថ្ងៃត្រង់ព្រះអាទិត្យក្តៅខ្លាំងហាក់ដូចចង់ដុតទីក្រុងភ្នំពេញចន្ទ្រាមិនបានគេងទេនាងទើបតែចេញពីកន្លែងផ្ញើលុយវិញបន្ទាប់ពីផ្ញើប្រាក់ចំណូលកខ្វក់របស់នាងទៅទិញថ្នាំគឺស្អាតសម្រាប់ម្ដាយនាងមានអារម្មណ៍ឃ្លានខ្លាំងព្រោះនាងមិនបានញ៉ាំអ្វីសោះតាំងពីយប់មិញនាងអង្គុយនៅតូបគុយទាវតូចមួយនៅគៀនផ្លូវមិនឆ្ងាយពីស្ទង់របស់នាងប៉ុន្មានទេនាងស្លៀកខោខើប៊យចាស់មួយនិងអាវយឺតពណ៌សាមញ្ញដែលរាងស្លេកស្លាំងបន្តិចនាងចង់សក់ធម្មតាមុខរបស់នាងស្លេកគ្មានម្សៅគ្មានក្រែមពណ៌ក្រហមឆ្អៅនាងគ្រាន់តែជាចន្ទ្រាក្មេងស្រីម្នាក់ដែលហត់នឿយនឹងជីវិតសុំគុយទាវសាច់គោមួយចានមីងគឺនាងហៅម្ចាស់តូបខណៈពេលដែលនាងកំពុងអង្គុយរង់ចាំដោយសម្លឹងមើលចរាចរណ៍ដ៏អ៊ូអរស្រាប់តែមានសម្លេងមួយបន្លឺឡើងពីក្រោយខ្នងនាងគឺចន្ទ្រាបេះដូងរបស់នាងស្ទើរតែឈប់លោតសម្លេងនេះនាងស្គាល់សម្លេងនេះវាមិនមែនជាសម្លេងស្រវឹងឬសម្លេងស្រែកឡូឡាដែលនាងឮរាល់យប់ទេវាជាសម្លេងនិងច្បាស់នាងងាកយឺតភ្នែករបស់នាងបើកធំវិទូគាត់ឈរនៅទីនោះក្នុងឯកសណ្ឋានអាវពណ៌ស្ដៃវែងរបស់ក្រុមហ៊ុនអ្វីមួយព្រមទាំងខោសពណ៌ខ្មៅគាត់នៅតែពាក់វ៉ែនតានោះដដែលគាត់មើលទៅភ្ញាក់ផ្អើលមិនចាញ់នាងប៉ុន្មានតិចចន្ទ្រាមានអារម្មណ៍ថាឈាមរត់ឡើងដល់មុខនាងខ្មាស់អៀនខ្លាំងរកពាក្យនិយាយមិនត្រូវគាត់ឃើញនាងនៅពេលយប់ជាជ្រាត្រីក៏ដែលស្លៀកពាក់សិចស៊ីផាត់មុខក្រាស់ឥឡូវគាត់ឃើញនាងនៅពេលថ្ងៃក្នុងសភាពពិតរបស់នាងក្រីក៏នឹងមើលទៅហត់នឿយបំផុតនាងចង់រត់ទីភ្លាមកលោកវីទូនាងនិយាយលបបេបភេងគាត់ញឹមតិចដូចយប់នោះដែរក៏ខ្ញុំធ្វើការនៅអគារក្បែរនេះគឺគាត់និយាយយូរមកញ៉ាំបាយថ្ងៃត្រង់មិននឹកស្មានថាជួបប្អូននៅទីនេះសោះគឺគាត់សម្លឹងមើលនាងមិនមែនដោយតង្ហាដូចភ្ញៀវដទៃទេគាត់គ្រាន់តែសម្លឹងមើលនាងប្អូនសុខសប្បាយទេសុខសប្បាយគឺចន្ទ្រាឆ្លើយតបសុខសប្បាយគឺជាពាក្យកុហកដ៏ធំបំផុតដែលនាងតែងតែនិយាយគឺមីងគិតលុយនាងស្រែកហៅម្ចាស់ហាងទាំងដែលគុយទាវមិនទាន់មកដល់ទៅរបស់នាងផងក៏ខ្ញុំរវល់ត្រូវទៅឥឡូវហើយគូចាំសិនវីទូហៅម្ចាស់ហាងទើបតែកាន់គុយទាវមួយចានក្តៅហុយផ្សែងដើរមកដល់ក៏យ៉ាងហោចណាស់ញ៉ាំគុយទាវសិនទៅខ្ញុំជួយចេញលុយអត់ទេអរគុណនាងបដិសេធភ្លាមនាងមិនចង់ទទួលការអាណិតពីគាត់ទេការទទួលយកលុយ$20យប់នោះគឺគ្រប់គ្រាន់ហើយការទទួលយកការអាណិតនៅពេលថ្ងៃក្នុងសភាពបែបនេះវាឈឺចាប់ពេកនាងលុយ$2,000រៀលដែលនាងត្រៀមទុកសម្រាប់ចានគុយទាវនោះដាក់លើតុខ្ញុំទៅសិនហើយលោកនាងនិយាយដោយមិនហ៊ានសម្លឹងមើលមុខគាត់ត្រង់នាងរត់ចេញពីតុនោះដោយមិនងាកក្រោយនាងឬសំឡេងវិទូហៅកចន្ទ្រាពីក្រោយខ្នងនាងតែនាងធ្វើជាមនុស្សនាងរត់រហូតដល់ផុតពីគាត់នាងផ្អែកខ្នងនឹងជញ្ជាំងក្នុងស្ទង់តូចមួយក្បែរបន្ទប់ជួលរបស់នាងទាំងដកដង្ហើមញាប់ស្ទើរដាច់ខ្យល់ហេតុអ្វីត្រូវជួបគាត់នៅពេលនេះពេលដែលនាងគ្មានរបាំងមុខគិរីត្រីការពារពិភពទាំងពីររបស់នាងពិភពពេលយប់ដ៏ខ្មៅខ្វក់របស់គិរីត្រីគឺនឹងពិភពពេលថ្ងៃដ៏ក្រីក្ររបស់កចន្ទ្រាបានប៉ះទង្គិចគ្នាហើយនាងមិនដឹងថានាងអាចទ្រាំទ្រនឹងការប៉ះទង្គិចនេះបានយូរប៉ុណ្ណាទេការជួបវិទូនៅពេលថ្ងៃបានធ្វើឲ្យចន្ទ្រាបាត់បង់ម្ចាស់ការយប់នោះនាងមកគិរីត្រីមាសដោយអារម្មណ៍មួយដែលនាងមិនអាចពិពណ៌នាបានរាល់ដងនាងមកទីនេះដោយអារម្មណ៍ស្ពឹកស្រពន់ឬត្រជាក់តែយប់នេះនាងមានអារម្មណ៍ខ្មាស់អៀននាងមានអារម្មណ៍ថាម្សៅផាត់នាងលាបវាក្រាស់ប៉ុណ្ណាក៏ដោយក៏វាមិនអាចលាក់បាំងភាពកខ្វក់របស់នាងពីក្រសែភ្នែករបស់វិទូបានដែរទោះបីជាគាត់មិននៅទីនេះក៏ដោយការចងចាំពីដ៏ស្មោះត្រង់របស់គាត់នៅតូបគុយទាវបានធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួននាងតូចទាបនិងបំផុតរាត្រីឯងកើតអីយប់នេះផ្កាឈូកសួរនាងពេលពួកគេកំពុងអង្គុយរង់ចាំភ្ញៀវមុខឯងស្លេកស្លាំងដូចខ្មោចលងអញ្ចឹងក៏ចន្ទ្រាគ្រាន់តែក្រវីក្បាលអត់មានអីបន្ទប់លេខ7ភ្ញៀវកូរ៉េម៉ាយ៉ែមស្រែកបញ្ជាចន្ទ្រាក្រោកឈរព្យាយាមប្រមូលអារម្មណ៍គិរីត្រីគឺមកវិញនាងធ្វើការនាងត្រូវតែរកលុយនាងមិនអាចទុកឲ្យការជួបគ្នាមួយផ្លែតមកបំផ្លាញការងាររបស់នាងបានទេនាងចូលទៅបន្ទប់លេខ7ជាមួយផ្កាឈូកនិងចម្ប៉ានាងបង្ខំស្នាមញឹមចាក់ស្រាជុលកែវនាងធ្វើអ្វីគ្រប់យ៉ាងតាមទម្លាប់តែរបស់នាងមិននៅនឹងខ្លួនទេនាងចេះតែនឹកឃើញមុខវិទូហើយបន្ទាប់មកនាងក៏នឹកឃើញមុខលោកចេនរួចនាងក៏មានអារម្មណ៍ចង់ក្អួតក្អូនស្រីផឹកមិនអស់កែវទេហេភ្ញៀវកូរ៉េម្នាក់ចាប់ផ្ដើមដាក់នាងគឺលោកនាងប្រញាប់លើកកែវផឹកដើម្បីកុំឲ្យមានរឿងនាងសុំទៅបន្ទប់ទឹកនាងឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកសម្លឹងមើលគិរីត្រីដែលកំពុងឆ្លុះបញ្ចាំងមកវិញឯងជាអ្នកណានាងសួរខ្លួនឯងក្នុងចិត្តឯងជាចន្ទ្រាឬជារាត្រីនាងមុខធ្វើឲ្យម្សៅប្រឡាក់បន្តិចបន្តួចនាងដកទូរស័ព្ទចាស់របស់នាងចេញមកមើលនាងចង់ឃើញសារពីប្អូនប្រុសចង់បានកម្លាំងចិត្តបន្តិចតែអ្វីនាងបានឃើញធ្វើឲ្យពិភពលោករបស់នាងរលំរលាយសារជាសំឡេង voice message ពីប្អូនប្រុសរបស់នាងដែលពោពេញដោយសំឡេងយំបងស្រីបងធ្វើម៉េចទៅ
ម៉ែដួលក្នុងបន្ទប់ទឹកគាត់ដកដង្ហើមខ្សោយណាស់ពេទ្យនៅមណ្ឌលសុខភាពគេថាត្រូវបញ្ជូនទៅភ្នំពេញបន្ទាន់គេថាបេះដូងគាត់ខ្សោយខ្លាំងត្រូវឧបករណ៍ម្យ៉ាងគេថាថ្លៃណាស់ថ្លៃជិត$1,000ចន្ទ្រីឈោដូចថ្មដៃរបស់នាងញ័រខ្លាំងរហូតទូរស័ព្ទស្ទើរតែជ្រុះពីដៃ$1,000នាងរកលុយនោះពីណាបានលុយនាងសន្សំពីលោកចេនគឺនាងផ្ញើទៅផ្ទះស្ទើរតែអស់ដើម្បីទិញថ្នាំនិងសងបំណុលចាស់ក្បងមានលុយទេសម្លេងប្អូនប្រុសនាងបន្តតាមទូរស័ព្ទពេទ្យថាបើមិនធ្វើក្នុងរយៈពេល24ម៉ោងនេះទេម៉ែនឹងពាក្យនឹងនោះដូចជាញួរ1000គីឡូវីកំតិចបេះដូងរបស់នាងទេម៉ែនាងខ្សឹបនាងត្រូវតែរកលុយឲ្យបានយប់នេះឥឡូវនេះនាងជូតទឹកភ្នែកចេញយ៉ាងលឿនភាពខ្មាស់អៀនការរវាងចន្ទ្រានិងគ្រាត្រីក៏បានបាត់អស់ពេលនេះមានតែរឿងមួយគត់សំខាន់គឺជីវិតរបស់ម្ដាយនាងដើរចេញពីបន្ទប់ទឹកមុខរបស់នាងត្រជាក់និងតាំងចិត្តមិនគួរឲ្យជឿនាងដើរទៅរកម៉ែយ៉ែមកំពុងអង្គុយនៅតុកឹតលុយកម៉ែគូសំឡេងរបស់នាងរឹងក្អីឯងមិនទៅមើលភ្ញៀវម៉ែយ៉ែមងើបមុខមកខ្ញុំត្រូវការលុយពីចន្ទ្រានិយាយចំ$1,000យប់នេះម៉ែយ៉ែមផ្ទុះសំណើច$1,000ឯងឈួតហេឯងគិតថាឯងជាតារាហេម៉ែខ្ញុំចិត្តស្លាប់ហើយគូចន្ទ្រានិយាយដោយសំឡេងដដែលក៏ខ្ញុំត្រូវការព្យាបាលគាត់គឺស្នាមញឹមរបស់ម៉ែយ៉ែមរលីបាត់នាងដឹងថាចន្ទ្រាមិននិយាយលេងទេអញគ្មានលុយឲ្យអញខ្ចីទេគឺម៉ែយ៉ែមនិយាយត្រជាក់យីឯងនៅជំពាក់អញតាំងពីលើកមុនមិនទាន់អស់ផងខ្ញុំមិនសុំខ្ចីចន្ទ្រានិយាយភ្នែករបស់នាងសម្លឹងត្រង់វោភ្នែកម៉ែយ៉ែមក៏ខ្ញុំសុំការងារគឺម៉ែយ៉ែមស្ងាត់មាត់មួយផ្លែតនាងយល់ហើយគយប់នេះគូចន្ទ្រាបន្តគឺមានភ្ញៀវណាចង់ចេញក្រៅទេភ្ញៀវណាចាយធំម៉ែយ៉ែមសម្លឹងមើលចន្ទ្រាឡើងលើចុះក្រោមហាក់ដូចជាកំពុងតម្លៃទំនិញនាងយំចុងមាត់ក្អែងសំណាងណាស់នាងរាត្រីឯងមកត្រូវពេលហើយយឺម៉ែយ៉ែមងក់ក្បាលទៅបន្ទប់វេបធំជាងគេនៅចុងសាលបន្ទប់លេខ9អុកញ៉ាវិសាលគាត់ជាភ្ញៀវធំបំផុតរបស់អញគាត់ចូលចិត្តសាក់ស្រាថ្មីគាត់ចាយណាស់ធ្ងន់ដៃជាងលោកចេនរបស់ឯង3ដងបេះដូងចន្ទ្រាលោតញាប់តែនាងមិនភ័យខ្លាចទេគាត់នឹងដល់$1,000ទេបើឯងបំរើគាត់ឲ្យត្រូវចិត្តគឺម៉ែយ៉ែមញឹម$1,000គឺជារឿងតូចតាចសម្រាប់គាត់តែឯងមុនគាត់មិនដូចលោកចេនទេគាត់ចូលចិត្តលេងធ្ងន់ស្រីមុនឯងខ្លះទ្រាំមិនបានផងគូចន្ទ្រាបិទភ្នែកមួយវិនាទីនាងនឹកឃើញសម្លេងយំរបស់ប្អូនប្រុសនាងបើកភ្នែកឡើងវិញភ្នែករបស់នាងពេលនេះគ្មានរបស់គូចន្ទ្រាក៏សេះសទៀតទេវាងឹតជ្រៅហើយត្រជាក់ក៏ខ្ញុំត្រូវការលុយនោះមុនភ្ញៀវចេញនាងនិយាយគឺបានម៉ែយ៉ែមញឹមធ្មេញមាសអញនឹងយកលុយកក់ពីគាត់ឲ្យអញមុន500នៅសល់500ទៀតពេលព្រឹកឡើងទៅលាបក្រែមថែមបន្តិចទៅមុខឯងស្លេកពេកចន្ទ្រាមិនបានទៅលាបក្រែមទេនាងគ្រាន់តែងាកហើយដើរឆ្ពោះទៅបន្ទប់វេបលេខ9នាងកំពុងដើរចូលទៅក្នុងអណ្ដាតភ្លើងដោយព្រមព្រៀងដោយដឹងខ្លួនដោយគ្មានការបង្ខិតបង្ខំក្រៅពីការបង្ខំជីវិតខ្លួនឯងទ្វារបន្ទប់វេបលេខ9ធ្ងន់និងខ្ពស់ជាងបន្ទប់ដទៃវាមានពណ៌ខ្មៅរលោងជាមួយនឹងដៃកាន់ពណ៌មាសចន្ទ្រាឈរនៅមុខវាដៃរបស់នាងក្តាប់លុយ$500ដែលម៉ែយ៉ែមទើបតែហុចឲ្យនាងនេះ500មុនដូចឯងសុំម៉ែយ៉ែមនិយាយដោយសំឡេងរហ័សរហួនអញយកពីអុកញ៉ាវិសាលឲ្យអញមុននៅសល់500ទៀតព្រឹកឡើងបើឯងធ្វើឲ្យគាត់សប្បាយចិត្តចូលទៅគាត់កំពុងរងចាំចន្ទ្រាមិនបានឆ្លើយតបនាងគ្រាន់តែក្តាប់លុយនោះយ៉ាងលុយ$500វាគ្រប់គ្រាន់ដើម្បីបញ្ជូនម្ដាយនាងទៅភ្នំពេញតែវាមិនគ្រប់គ្រាន់ដើម្បីគប់ព្យាបាលគាត់ទេនាងត្រូវការ500ទៀតនាងត្រូវតែយកវានាងដកដង្ហើមធំមួយដែលហាក់ដូចជាខ្យល់ចុងក្រោយចន្ទ្រារួចនាងក៏រុញទ្វារធ្ងន់នោះដើរចូលទៅបន្ទប់លេខ9មិនដូចបន្ទប់ខេវទេវាមើលទៅដូចជាបន្ទប់សន្តាគារប្រណិតជាងគ្មានសំឡេងតន្ត្រីទេមានតែសំឡេងភ្លេង Jazz ប៉ុណ្ណោះបន្ទប់នេះត្រជាក់ខ្លាំងត្រជាក់រហូតដល់នាងញាក់សាច់នៅកណ្ដាលបន្ទប់មានបុរសម្នាក់អង្គុយលើសាឡុងស្បែកដ៏ធំមួយគាត់មិនមែនលោកចេនទេគាត់មិនធាត់មិនស្រវឹងគាត់មានអាយុខ្ទង់50ឆ្នាំស្លៀកពាក់អាវសូត្រពណ៌ខ្មៅស្អាតបាតនិងថ្លៃថ្នូរគាត់គឺអុកញ៉ាវិសាលគាត់មិនបានងាកមកមើលនាងភ្លាមទេគាត់កំពុងកាន់កែវស្រាខុកណែកយល់សម្លឹងមើលទៅអណ្ដាតភ្លើងតូចមួយចង្ក្រានคล้ายៗនៅបន្ទប់បិទទ្វារគាត់និយាយដោយសំឡេងរាបស្មើតែពោពេញដោយអំណាចចន្ទ្រាធ្វើតាមបញ្ជានាងឮសំឡេងទ្វារបិទពីក្រោយខ្នងនាងមានអារម្មណ៍ដូចជាអ្នកទោសចាក់សោកម៉ែយ៉ែមថាឯងត្រូវការលុយគាត់នៅតែមិនមើលនាងគឺលោកចន្ទ្រានិយាយម៉ែឯងឈឺកុហកគាត់និយាយត្រជាក់យាស្រីទាំងអស់នៅទីនេះតែងតែប្រើលេសម៉ែឈឺវាជាលេសចាស់បំផុតក៏ខ្ញុំមិនកុហកទេចន្ទ្រាស្រែកតបវិញដោយអចេតនាព្រោះពាក្យនោះប៉ះពាល់ដល់ឈឺចាប់បំផុតរបស់នាងពេលនោះគាត់ងាកមកភ្នែករបស់គាត់
ត្រជាក់ដូចទឹកកកគ្មានតណ្ហាគ្មានស្រេកឃ្លានដូចលោកចេនទេភ្នែករបស់គាត់គឺភ្នែករបស់កំពុងលេងសើចជាមួយគាត់ញឹមចុងមាត់ក្អូអញមានភ្លើងតើអញចូលចិត្តមកទីនេះគឺចន្ទ្រាដើរយឺតដូចមនុស្សយន្តទៅឈរនៅមុខគាត់គឺលុតជង្គង់គឺគាត់បញ្ជានាងស្ទាក់ស្ទើរមួយវិនាទីសាជាសំឡេងប្អូនប្រុសនាងបានលេចឡើងក្នុងក្បាលនាងវិញនាងលុតជង្គង់ចុះយឺតលើកម្រាលព្រំដ៏ក្រាស់គឺអញដឹងទេថាអ្វីអញស្អប់បំផុតគាត់និយាយលើកដៃមកអង្អែលចង្ការបស់នាងអញស្អប់ស្រីធ្វើពុតជាសុភាពអញមកទីនេះគឺដើម្បីលុយអញលក់ខ្លួនឯងដូច្នេះកុំសម្ដែងថាអញជាកូនស្រីល្អទៀតគឺគាត់កែវស្រារបស់គាត់មកចាក់ស្រាខុកណាក់ដ៏ថ្លៃនោះស្រោចលើក្បាលរបស់នាងក្អានាងស្រែកពេលដែលស្រាដ៏ត្រជាក់ហូរចូលភ្នែកធ្វើឲ្យម្សៅផាត់របស់នាងរលាយប្រឡាក់ពេញមុខក៏ហាគាត់សើចនេះបានដូចរាត្រីបន្តិចមើលទៅខ្វក់គាត់ក្រោកឈរដើរទៅបើកទូមួយគាត់ដកប្រអប់តូចមួយចេញមកគាត់វាមកលើឥដ្ឋនៅពីមុខនាងបើកឡើងក៏ដៃនាងញ័រខ្លាំងពេលនាងបើកប្រអប់នោះខាងក្នុងគឺជាខ្សែពេជ្រតូចមួយនឹងក្នុងដៃតូចមួយសម្រាប់លេងសេកថុយយប់នេះគាត់និយាយអញចង់លេងប៉ូលីសចាប់ចោលអញជាចោលត្រូវអញធ្វើទារុណកម្មសួរចម្លើយគឺចន្ទ្រាមើលគាត់ភ្នែករបស់នាងពោពេញដោយភ័យខ្លាចនេះមិនមែនជាអ្វីនាងនឹកស្មានដល់ទេលោកចេនគ្រាន់តែជាបរិសស្រវឹងឆ្លើយនឹងចង់បានតែសាច់ឈាមតែបរិសម្នាក់នេះគាត់ចង់បានលើសពីនេះគាត់ចង់បានឈឺចាប់នឹងអាម៉ាស់របស់នាងកលោកសូមខ្ញុំក្បាឯងមិនចង់លេងគាត់និយាយត្រជាក់គឺឯងអាចដើរចេញឥឡូវនេះតែ$500ដែលឯងសេមនោះត្រូវសងអញវិញព្រមទាំងការប្រាក់100ណានាងហើយនាងគ្មានផ្លូវចេញទេបើគ្មាន500នេះម៉ែនាងបិទភ្នែកនាងលែងជាចន្ទ្រាទៀតហើយនាងលែងជារាត្រីទៀតហើយនាងគ្រាន់តែជាវត្ថុមួយដែលត្រូវបដូរយកជីវិតម្ដាយនាងខ្នោះដៃនោះឡើងដោយដៃខ្ញុំនឹងលេងលោកអុកញ៉ាវិសាញឹមជាស្នាមញឹមដ៏គួរឲ្យខ្លាចបំផុតនាងទាំងឃើញក្នុងជីវិតគាត់ដើរមកទាញនាងឲ្យក្រោកឈររុញនាងទៅលើគ្រែដ៏ធំក្នុងបន្ទប់នោះក៏ល្អណាស់ចៅរបស់អញគូព្រឹកព្រលឹមពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចធំមិនបានបិទចន្ទ្រាភ្ញាក់ឡើងនៅលើកម្រាលព្រំដ៏ត្រជាក់នាងឈឺចាប់គ្រប់កន្លែងទាំងក្នុងខ្លួនទាំងក្រៅខ្លួនរាងកាយរបស់នាងមានស្នាមជុំច្រើនកន្លែងដែលនាងមិនទាំងហ៊ានមើលខ្សែភ្នែករបស់នាងស្ងួតព្រោះនាងយំអស់ទឹកភ្នែកទៅហើយអុកញ៉ាវិសាលកំពុងស្លៀកពាក់អាវសូត្រថ្មីមួយទៀតហាក់ដូចជាគ្មានអ្វីកើតឡើងគាត់កំពុងឈរឆ្លុះកញ្ចក់រៀបចំសក់គាត់មិនទាំងងាកមកមើលនាងផងគាត់ដកលុយ$500មួយបាច់ទៀតចេញពីកាបូបរួចក្រវែងមកលើឥដ្ឋក្បែរមុខនាងយកទៅគាត់និយាយហើយទុកយប់មិញគ្មានអ្វីកើតឡើងទេឯងគ្រាន់តែយកសប្តាហ៍អាក្រក់ទេគាត់ដើរចេញពីបន្ទប់ដោយមិនងាកក្រោយចន្ទ្រានឹមស្ងៀមអស់ជាច្រើននាទីនាងមានអារម្មណ៍ថាព្រលឹងរបស់នាងបានហោះចេញពីរូបបាត់ទៅហើយតែនាងត្រូវតែរស់ម៉ែនាងប្រឹងប្រមូលកម្លាំងចុងក្រោយវាទៅប្រមូលក្រដាសប្រាក់ទាំងនោះមួយសន្លឹកពីសន្លឹកនាងមាន$1000ហើយនាងមានថ្លៃព្យាបាលម្ដាយនាងហើយនាងសើចតែវាជាសម្លេងសើចលីលំនឹងសម្លេងយំសម្លេងមនុស្សម្នាក់ដែលបានបាត់បង់អ្វីគ្រប់យ៉ាងដើម្បីសង្គ្រោះអ្វីមួយនាងស្រឡាញ់បំផុតចន្ទ្រាមិនដឹងថានាងដេកស្ទោកស្ដឹងនៅលើកម្រាលព្រំត្រជាក់នោះអស់រយៈពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងទេរាងកាយរបស់នាងឈប់មានអារម្មណ៍ឈឺចាប់ហើយវាคล้ายជាស្ពឹកស្រពន់ព្រលឹងរបស់នាងហាក់ដូចជាបានហោះចេញពីរូបទៅកន្លែងមួយដែលគ្មានទាំងពន្លឺគ្មានទាំងភាពងឹតតែសំឡេងទូរស័ព្ទរបស់ប្អូនប្រុសនាងបានដាស់នាងម៉ែត្រូវការលុយនាងប្រមូលកម្លាំងចុងក្រោយបង្អស់របស់នាងក្រោកឈរឡើងជំហាននីមួយធ្វើឲ្យនាងឈឺចុកចាប់ត្រង់ឆ្អឹងខ្នងនាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ធំក្នុងបន្ទប់នោះមុខរបស់នាងប្រឡាក់ដោយទឹកភ្នែកស្ងួតនិងស្រាខុកណាក់ក្រែមមាត់ពណ៌ក្រហមឆ្អៅបានរលាយប្រឡាក់ដល់ចង្កាហើយនៅក្រោមភ្នែកមានស្នាមជាពណ៌ស្វាយដែលអុកញ៉ាវិសាលបានបន្សល់ទុកឲ្យនាងមិនមែនចន្ទ្រាទេនាងមិនមែនក្រាត្រីទេនាងជាខ្មោចនាងរោគពណ៌ខ្មៅរហែកបន្តិចរបស់នាងមកស្លៀកវិញដោយមិនទាំងខ្វល់នឹងទៅលាងមុខនាងក្តាប់លុយ$1000នោះយ៉ាងក្នុងដៃវាជាតែមួយគត់ដែលពិតប្រាកដពេលនេះនាងបើកទ្វារបន្ទប់វេបលេខ9ដែលចេញមកហាងក្រាត្រីមាសពេលនេះស្ងាត់ជ្រងំវាជាម៉ោង7:05ព្រឹកហើយអ្នកបម្រើបានសម្អាតរួចរាល់ម៉ាយ៉ែមក៏បានត្រឡប់ទៅផ្ទះបាត់មានតែសន្តិសុខខំអ្នកដែលអង្គុយងោកងុយនៅមុខទ្វារគាត់ងើបមុខមកមើលនាងឃើញសភាពរបស់នាងគាត់បែរមុខចេញយ៉ាងលឿនធ្វើពុតជាមិនឃើញគ្មាននរណាចង់ពាក់ព័ន្ធនឹងទំនិញដែលខូចខាតហើយនោះទេចន្ទ្រាដែលចេញពីហាងពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានចាក់ចំភ្នែកនាងធ្វើឲ្យនាងភ្នែកស្ទើរស្រក់ទឹកភ្នែកទីក្រុងភ្នំពេញកំពុងភ្ញាក់រលឹកមនុស្សម្នាជិះម៉ូតូ
កូនទៅសាលាអ្នកលក់ដូរកំពុងរៀបចំតូបព្រះសង្ឃកំពុងនិមន្តបិណ្ឌបាតដោយជើងពិភពលោកនៅតែបន្តវិលហាក់ដូចជាយប់មិញគ្មានអ្វីសោះកើតឡើងចំពោះនាងមានអារម្មណ៍ចង់រែកតែនាងគ្មានសម្លេងនាងម៉ូតូឌុបមួយគឺទៅតូបវិញគឺនាងនិយាយដោយសម្លេងស្អប់អ្នករត់ម៉ូតូឌុបសម្លឹងមើលនាងតាមកញ្ចក់គាត់ស្នាមជៀមនៅក្រោមភ្នែកនាងគាត់មិនហ៊ានសួរអ្វីទាំងអស់គ្រាន់តែញកក្បាលហើយចេញទៅនាងទៅដល់តូបវិញដដែលតូបដែលនាងតែងតែផ្ញើលុយទៅផ្ទះស្ត្រីម្ចាស់តូបទើបតែបើកទ្វារហាងពេលគាត់ឃើញចន្ទ្រាគាត់ស្ទើរតែលាន់មាត់នាងឯងគាត់ចង្អុលទៅមុខនាងចន្ទ្រាមិនខ្វល់នាងលុយ$1000ទៅលើទឹកគិតលុយក៏ផ្ញើទៅលេខនេះឥឡូវនេះបន្ទាន់នាងស្រែកស្ទើរតែគ្មានសម្លេងស្ត្រីម្ចាស់តូបឃើញរបស់នាងក៏ឈប់សួរគាត់ដឹងថានេះជារឿងធ្ងន់ធ្ងរគាត់ប្រញាប់វាយលេខបញ្ចូលលុយដៃរបស់គាត់ញ័របន្តិចពេលក្រដាស$100ច្រើនសន្លឹកបែបនេះពីក្មេងស្រីម្នាក់ក្នុងសភាពដ៏គួរឲ្យតក់ស្លុតនេះរួចហើយគឺគាត់និយាយចន្ទ្រាមិនរងចាំស្ដាប់ពាក្យអរគុណឬវិក្កយបត្រអ្វីទាំងអស់នាងរត់ចេញពីតូបនោះឈរនៅគៀនផ្លូវចុចទូរស័ព្ទទៅប្អូនប្រុសនាងដៃរបស់នាងញ័រខ្លាំងរហូតចុចខុសលេខ2ដងអាឡូបងសំឡេងប្អូនប្រុសនាងយំខ្លាំងក៏លុយទៅដល់ហើយគឺចន្ទ្រានិយាយទាំងខំមាត់ទប់អារម្មណ៍ជាចាប់យកម៉ែទៅភ្នំពេញឥឡូវនេះឆាប់ឡើងទៅមន្ទីរពេទ្យធំគេត្រូវការអីឲ្យលុយគេទៅបងរកលុយពីណាបានច្រើនម្លេះបងកុំសួរចន្ទ្រាស្រែកកាត់កុំសួរអីទាំងអស់គ្រាន់តែជួយម៉ែឲ្យរស់ទេធ្វើតាមបងប្រាប់តែឥឡូវនាងចុចបិទទូរស័ព្ទពេលនេះបេសកកម្មរបស់នាងបានបញ្ចប់ហើយនាងបានជួយសង្គ្រោះម្ដាយនាងកម្លាំងក្នុងខ្លួនរបស់នាងបានបាត់បង់អស់រលីងនាងដើរត្រឡប់មកបន្ទប់ជួលតូចរបស់នាងវិញដូចមនុស្សគ្មានព្រលឹងនាងមិនបានជួបអ្នកណាមិនបាននិយាយជាមួយអ្នកណាទេនាងចូលបន្ទប់ចាក់សោរទ្វារពីខាងក្នុងនាងមិនបានទៅបន្ទប់ទឹកដើម្បីដុសលាងខ្លួនប្រាណដូចលើកមុនទេនាងដឹងថាវាមិនអាចលាងជ្រះបានទៀតទេភាពខ្វប់វានៅក្នុងឆ្អឹងក្នុងឈាមក្នុងព្រលឹងរបស់នាងហើយនាងដួលលើកន្ទេចាស់របស់នាងអង្គុយអប់ជង្គង់សម្លឹងមើលជញ្ជាំងទេភ្នែករបស់នាងស្ងួតនាងគ្មានទឹកភ្នែកសម្រាប់យំទៀតទេនាងសម្លឹងមើលទៅប្រហោងជញ្ជាំងតូចមួយកន្លែងនាងលាក់ក្រដាសប្រាក់$20គឺស្អាតក៏របស់វិទូនាងសើចសំឡេងសើចស្ងួតនិងប្រេះស្រាំនាងបានលក់ខ្លួននាងក្នុងតម្លៃ$1000ដើម្បីទិញជីវិតម្ដាយនាងវាជាការដោះដូរយុត្តិធម៌មែនទេនាងមិនដឹងទេពេលនេះនាងមិនដឹងអ្វីទាំងអស់នាងគ្រាន់តែមានអារម្មណ៍ទេស្អាតមួយថ្ងៃរួចមួយយប់រួចមួយថ្ងៃទៀតបានកន្លងផុតទៅចន្ទ្រាមិនបានចេញពីបន្ទប់ចង្អៀតរបស់នាងទេនាងដេកនៅទីនោះនៅលើកន្ទេលសម្លឹងមើលពីដានប្រេះស្រាមនាងមិនបានញ៉ាំអ្វីមិនបានផឹកអ្វីភាពស្ពឹកស្រពន់ដែលនាងមានអារម្មណ៍កាលពីព្រឹកនោះបានប្រែទៅជាភាពទេស្អាតមួយដែលលេបត្របាក់អ្វីគ្រប់យ៉ាងនាងលែងមានអារម្មណ៍ឈឺចាប់នាងលែងមានអារម្មណ៍ខ្ពើមរអើមនាងលែងមានអារម្មណ៍អ្វីទាំងអស់នាងគ្រាន់តែជាសម្បកមួយដែលប្រលឹងបានចាក់ចេញទៅបាត់ហើយនៅល្ងាចថ្ងៃទី2ទូរស័ព្ទចាស់របស់នាងដែលនាងគិតថាអស់ថ្មទៅហើយបានរំញ័រឡើងសម្លេងរំញ័រនោះបានទាញនាងចេញពីអន្លង់នៃភាពទេស្អាតនោះដៃរបស់នាងស្ពឹកគ្មានកម្លាំងតែនាងដឹងថានាងត្រូវតែទទួលវាជាប្អូនប្រុសរបស់នាងចុចទទួលដោយមិនទាំងលើកទូរស័ព្ទដាក់ត្រចៀកផងនាងគ្រាន់តែចុចបើក speaker ក្បងស្រីសំឡេងប្អូនប្រុសនាងបន្លឺឡើងលើកនេះវាមិនមែនជាសំឡេងយំទេវាជាសំឡេងធូរស្បើយតែហត់នឿយក៏ម៉ែកចន្ទ្រាខ្សឹបសំឡេងរបស់នាងស្ងួតព្រោះខាននិយាយពីថ្ងៃក៏ម៉ែផុតពីគ្រោះថ្នាក់ហើយបងប្អូនប្រុសនាងនិយាយពេទ្យនៅភ្នំពេញគេណាគេវះកាត់ឧបករណ៍នោះឲ្យម៉ែហើយគាត់ដឹងខ្លួនវិញហើយចន្ទ្រាបិទភ្នែក$1000ស្នាមជៀមភាពឈឺចាប់វាមានតម្លៃហើយម៉ែនាងរស់ហើយនាងគិតថានាងនឹងមានអារម្មណ៍ធូរស្បើយតែនាងនៅតែពុពាកឧតែជាមួយម៉ាត់នេះបានធ្វើឲ្យបេះដូងដែលឈប់លោតរបស់នាងចាប់ផ្ដើមញ័រឡើងវិញក៏តែពេទ្យថាម៉ែត្រូវនៅពេទ្យយូរណាស់យ៉ាងតិចក៏1ខែដែរដើម្បីតាមដានខប្អូនប្រុសនាងបន្តខហើយថ្នាំដែលត្រូវលេបក្រោយវះកាត់គឺថ្លៃណាស់ត្រូវទិញរាល់ថ្ងៃពេទ្យថាបើឈប់ថ្នាំជំងឺអាចរើឡើងវិញគឺចន្ទ្រាយល់ហើយថ្លៃនៃជីវិតមិនមែនបង់តែម្ដងចប់ទេ$1000មិនមែនជាថ្លៃព្យាបាលទេវាគ្រាន់តែជាថ្លៃចូលទ្វារគឺនៃមន្ទីរពេទ្យប៉ុណ្ណោះនាងបានលក់ខ្លួននាងក្នុងនរកមួយយប់គ្រាន់តែដើម្បីទិញពេលវេលាឲ្យម្ដាយនាងមិនមែនទិញជីវិតទេក្បងប្អូនប្រុសនាងស្ទាក់ស្ទើរក្បងនៅសល់លុយខ្លះទៀតទេលុយ$1000នោះ
ថ្លៃវះកាត់និងថ្លៃបន្ទប់អស់ចិត្តរលីងហើយឧចុចចន្ទ្រាបិទទូរស័ព្ទនាងមិនបានឆ្លើយតបទេនាងដេកស្ងៀមនៅទីនោះប្រហែល10នាទីទៀតភាពទេស្អាតបានចាប់ផ្ដើមរលាយបាត់ជំនួសមកវិញគឺជាដ៏ត្រជាក់ជាងបន្ទប់វេបលេខ9ទៅទៀតម្ដាយនាងត្រូវការថ្នាំរាល់ថ្ងៃប្អូននាងត្រូវការលុយរាល់ថ្ងៃនាងត្រូវតែរកលុយរាល់ថ្ងៃនាងក្រោកឈរយឺតរាងកាយរបស់នាងតវ៉ាសន្លាក់នីមួយឈឺជប់ចាប់នាងដើរទៅកញ្ចក់ដែលប្រេះស្រាំនាងសម្លឹងមើលក៏ខ្មោចនៅក្នុងកញ្ចក់នោះស្នាមជុំក្រោមភ្នែកនាងប្រែទៅជាពណ៌បៃតងលីស្វាយចាស់នាងដើរទៅបន្ទប់ទឹកដងទឹកមួយធំនាងចាប់ផ្ដើមដុសលាងខ្លួនប្រាណមិនមែនដោយខ្ពើមរអើមដូចលើកមុនទេតែដូចមនុស្សយន្តកំពុងសម្អាតគ្រឿងម៉ាស៊ីននាងត្រូវតែសម្អាតឧបករណ៍នេះឲ្យស្អាតដើម្បីត្រៀមប្រើការបន្តទៀតនាងត្រឡប់មកតុរបស់នាងវិញនាងម្សៅផាត់ឡើងលើកនេះនាងលាបវាជាងរាល់ដងមិនមែនដើម្បីលាក់ឧចន្ទ្រាទេគឺដើម្បីលាក់វាស្នាមរបួសពីអុកញ៉ាវិសាលនាងក្រែមមាត់ពណ៌ក្រហមឆ្អៅពណ៌នៃឈាមនិងតណ្ហានាងលាបវាដោយដៃនិងនោមមិនញ័រទៀតទេនៅម៉ោង8យប់គិរីត្រីក៏បានត្រឡប់មកវិញហើយតែគិរីត្រីគឺលើកនេះមិនដូចមុនទេភ្នែករបស់នាងគ្មានភ័យខ្លាចគ្មានឈឺចាប់វាគ្រាន់តែនាងដើរទៅគិរីត្រីមាសគឺម៉ាយ៉ែមកំពុងអង្គុយនៅកន្លែងដដែលពេលនាងម៉ាយ៉ែមភ្ញាក់ផ្អើលស្ទើរតែធ្លាក់ពីលើកៅអីកណាងរាត្រីម៉ាយ៉ែមលាន់មាត់ក្អញស្មានតែអញដេកស្លាប់នៅបន្ទប់អញបាត់ហើយអញបាត់មុខពីថ្ងៃចន្ទ្រាមិននិយាយអ្វីទាំងអស់នាងគ្រាន់តែឈរសម្លឹងម៉ាយ៉ែមដោយទេស្អាតនោះម៉ាយ៉ែមមានអារម្មណ៍ខ្លាចនោះបន្តិចតែនាងជាអ្នកជំនួញនាងប្រញាប់ញឹមឡើងវិញក៏ហាអញដឹងហើយថាអញមិនអីទេឯងជានារីរឹងមាំម៉ាយ៉ែមដើរមកក្បែរនាងខ្សឹបអុកញ៉ាវិសាលគាត់ពេញចិត្តឯងខ្លាំងណាស់គាត់ថាឯងបម្រើបានល្អទោះបីអញធ្វើឲ្យបន្ទប់គាត់រញ៉េញ៉ៃបន្តិចមែនគឺម៉ាយ៉ែមដកលុយ$50មួយសន្លឹកពីអាវត្រណប់របស់នាងចន្ទ្រានេះអញឲ្យឯងថែមទុកទិញថ្នាំលាបស្នាមជុំទៅម៉ាយ៉ែមសើចចន្ទ្រាទទួលយកលុយ$50នោះដោយមិនបញ្ចេញអារម្មណ៍អ្វីទាំងអស់នាងបត់វាហើយចូលកាបូបតូចរបស់នាងយប់នេះចន្ទ្រានិយាយសំឡេងរបស់នាងស្អប់ដូចក្រដាសខ្សាច់យឺមានការងារទេម៉ាយ៉ែមឈប់សើចនាងសម្លឹងចន្ទ្រាឡើងវិញលើកនេះដោយកោតសរសើរដល់ត្រជាក់នាងដឹងក្មេងស្រីម្នាក់នេះបានបាក់បែកខ្ទេចខ្ទីហើយក្មេងស្រីបាក់បែកគឺងាយស្រួលគ្រប់គ្រងបំផុតនិងរកលុយបានច្រើនបំផុតគឺមានម៉ាយ៉ែមញឹមធ្មេញមាសគឺភ្ញៀវសង្ហបុរី4នាក់បន្ទប់លេខ4ពួកវាចូលចិត្តស្រីស្ងៀមស្ងាត់តែដាច់ដូចឯងអញ្ចឹងចន្ទ្រាមិនមកក្បាលមិនឆ្លើយតបនាងគ្រាន់តែញៀតហើយដើរយឺតឆ្ពោះទៅបន្ទប់លេខ4វត្តសង្សារបានចាប់ផ្ដើមធ្វើជុំថ្មីមួយទៀត2ខែបានកន្លងផុតទៅនៅគិរីត្រីមាសឥឡូវនេះគិរីត្រីគឺជាឈ្មោះមួយដែលក្មេងស្រីថ្មីនិយាយខ្សឹបខ្សៀវគ្នាដោយការខ្លាចអានិងការកោតសរសើរបន្តិចបន្តួចនាងបានខ្លាយជាកស្រីឯកជារបស់ម៉ាយ៉ែមជាអ្នកដែលរកលុយបានច្រើនបំផុតជាអ្នកដែលហ៊ានទទួលភ្ញៀវក៏ធ្ងន់ក៏ដែលគ្មាននរណាហ៊ានទទួលនាងបានជួបអុកញ៉ាវិសាល2ដងទៀតនាងមិនបានយំមិនបានស្រែកតវ៉ានាងគ្រាន់តែបិទអារម្មណ៍របស់នាងចោលទុកឲ្យគាត់ធ្វើអ្វីដែលគាត់ចង់ធ្វើរហូតដល់ព្រឹករួចនាងក៏ទទួលយកលុយដែលចេញមកចំប៉ាឥឡូវនេះខ្លាយជាក្រឡុកក្រោយគីនាងរៀនចេះការពារខ្លួនបានខ្លះហើយតែនាងនៅតែសម្លឹងមើលចន្ទ្រាដូចជាមនុស្សចម្លែកមនុស្សម្នាក់ដែលនាងធ្លាប់ស្គាល់បានស្លាប់បាត់ទៅហើយលុយបានហូរចូលទៅស្រុកកំណើតទៀងទាត់ម្ដាយរបស់ចន្ទ្រាត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងភ្នំពេញស្ថានភាពរបស់គាត់មានស្ថិរភាពដរាបណាថ្នាំតម្លៃថ្លៃទាំងនោះត្រូវបានបញ្ជូនទៅឲ្យគាត់រាល់សប្តាហ៍ចន្ទ្រាបានក្លាយជាម៉ាស៊ីនរកលុយនាងធ្វើការពេលយប់ហើយដេកលក់ដូចស្លាប់នៅពេលថ្ងៃនាងលេងយំនាងលេងសើចនាងគ្រាន់តែគឺមានជីវិតក្រដាសប្រាក់$20របស់វិទូនៅតែស្ថិតក្នុងប្រហោងជញ្ជាំងតែនាងលេងមានពេលដកមកមើលទៀតហើយរសៀលថ្ងៃអង្គារមួយជាថ្ងៃឈប់សម្រាករបស់នាងនៅខេវចន្ទ្រាភ្ញាក់ពីដំណេកម៉ោង2រសៀលនាងស្លៀកពាក់អាវយឺតចាស់មួយនិងខោជើងវែងនាងចង់សក់យ៉ាងរញ៉េញ៉ៃមុខរបស់នាងស្លេកស្លាំងគ្មានគ្រឿងសម្អាងនាងមើលទៅចាស់ជាងអាយុពិតរបស់នាង5ឆ្នាំស្នាមជុំចាស់បានបាត់ខ្លះតែស្នាមជាំក្នុងចិត្តគឺនៅដែលនាងត្រូវទៅមន្ទីរពេទ្យនាងត្រូវយកថ្នាំប្រចាំសប្តាហ៍ទៅឲ្យប្អូនប្រុសនាងកំពុងម៉ែនៅមន្ទីរពេទ្យនាងជិះម៉ូតូឌុបទៅមន្ទីរពេទ្យកាលម៉ែតក្លិនថ្នាំពេទ្យនិងសម្លេងមនុស្សអ៊ូអរបាននាងស្អប់កន្លែងនេះតែនាងក៏ដឹងគុណវាដែរព្រោះបានរក្សាជីវិតម្ដាយនាងដើរកាត់សាលធំកន្លែងដែលមនុស្សឈរតម្រង់ជួរគ្នាទិញថ្នាំនាងអង្គុយលើកៅអីដែកដ៏ត្រជាក់មួយរងចាំប្អូនប្រុសនាងចេញមកយកថ្នាំនាងហត់នឿយហត់ខ្លាំងពេករហូតចង់ដេកលក់នៅទីនេះ
នាងអន់មុខចុះយកដៃទាំងពីរខ្ទប់មុខប្អូនស្រីសុំណាអាចជួយដបទឹកនោះឲ្យខ្ញុំបន្តិចបានទេសំឡេងមួយបន្លឺឡើងនៅក្បែរនាងចន្ទ្រាងើបមុខឡើងយឺតហើយបេះដូងរបស់នាងគិតថាឈប់លោតហើយនោះក៏យ៉ាងខ្លាំងវិទូគាត់កំពុងឈរនៅក្បែរនាងតែសភាពរបស់គាត់មិនដូចវិទូនាងធ្លាប់ជួបទេគាត់មិនបានស្លៀកពាក់ស្អាតបាតទេអាវយឺតរបស់គាត់ភ្នែករបស់គាត់ហើមក្រោមវ៉ែនតានោះហើយគាត់កំពុងកាន់ឈើច្រត់គលោកវិទូគាត់ភ្ញាក់ផ្អើលពេលនាងចន្ទ្រាគាត់ស្ទើរតែមិនជឿខ្លួនឯងពិតជាប្អូនមែនពួកគេទាំងពីរឈរត្រឹងសម្លឹងមើលគ្នានៅក្នុងពន្លឺថ្ងៃដ៏ច្បាស់នៃមន្ទីរពេទ្យគ្មានផ្សែងបារីគ្មានសំឡេងតន្ត្រីគ្មានស្រាមានតែដ៏ឈឺចាប់នៃជីវិតគលោកកាត់អីចន្ទ្រាសួរភ្នែករបស់នាងសម្លឹងទៅឈើច្រត់គាត់វិទូដកដង្ហើមធំហាក់ដូចជាគាត់កំពុងពិភពលោកគាត់អង្គុយយឺតលើកៅអីក្បែរនាងឪពុកខ្ញុំគាត់និយាយសំឡេងរបស់គាត់ស្អប់គាត់បើដាច់សរសៃឈាមខួរក្បាលកាលពីមួយអាទិត្យមុនគាត់នៅបន្ទប់សង្គ្រោះបន្ទាន់ក៏ចន្ទ្រាសម្លឹងមើលគាត់នេះជាលើកទី1ហើយនាងឃើញបុរសម្នាក់បង្ហាញនៅចំពោះមុខនាងមិនមែនព្រោះស្រវឹងតែជារបស់មនុស្សពិតក៏ខ្ញុំសូមផងនាងនិយាយចុះប្អូនគាត់ងាកមកសួរនាងហេតុអីបានមកទីនេះម្ដងមុននៅតូបគុយទាវក៏គាត់មិនបាននិយាយហេតុប្រយោគព្រោះគាត់ចាំបានថានាងរត់គាត់គឺម្ដាយខ្ញុំចន្ទ្រាឆ្លើយតបគាត់នៅទីនេះដែរជំងឺបេះដូងគឺភាពស្ងៀមស្ងាត់មួយបានធ្លាក់ចុះពួកគេទាំងពីរភាពស្ងៀមស្ងាត់ដ៏ awkward កាលពីនៅ cave ភាពស្ងៀមស្ងាត់ដ៏តានតឹងកាលពីនៅតូបគុយទាវបានបាត់អស់ពេលនេះវាជាភាពស្ងៀមស្ងាត់នៃពួកគេទាំងពីរនាក់គឺជាកូនកំពុងតស៊ូដើម្បីឪពុកម្ដាយពួកគេវិទូសម្លឹងមើលនាងសម្លឹងមើលស្លេកស្លាំងនឹងហត់នឿយរបស់នាងក៏ប្អូនមើលទៅដូចមិនបានគេងសោះក៏គាត់និយាយគាត់ដែលចូលក្នុងកាបូបស្ពីចាស់របស់គាត់ដកទឹកបរិសុទ្ធតូចមួយនិងនំប៉័ងសាំងវិចមួយដុំគាត់ទិញទុកញ៉ាំខ្លួនឯងហុចឲ្យនាងក៏ញ៉ាំអីបន្តិចទៅគាត់និយាយក៏ប្អូនមើលទៅចិត្តដួលហើយគឺចន្ទ្រាសម្លឹងមើលដបទឹកនិងនំប៉័ងនោះដៃរបស់នាងញ័រខ្លាំងវាគ្រាន់តែជាដបទឹកវាគ្រាន់តែជានំប៉័ងតែហេតុអ្វីធ្វើឲ្យរបាំងមុខគ្រាត្រីគឺនាងខំសាំងឡើងយ៉ាងក្រាស់ក្រោយពីយប់ដ៏អាក្រក់ជាមួយអុកញ៉ាវិសាលចាប់ផ្ដើមប្រេះស្រាំគ្មានបរោះណាធ្លាប់ហុចនំប៉័ងឲ្យនាងទេពួកគេហុចឲ្យនាងតែស្រានិងលុយបន្ទាប់ពីពួកគេបានក៏ប្រើនាងហើយទឹកភ្នែកមួយដំណក់តែនាងគិតថាស្ងួតអស់ហើយបានហូរចេញមកយឺតលីឡំជាមួយនឹងឈឺចាប់ដែលនាងខំទុកជាច្រើនខែនាងប្រញាប់ជូតចេញទាំងខ្មាស់អៀននាងទទួលយកដបទឹកនោះអរគុណលោកវិទូងក់ក្បាលមិនសម្លឹងមើលនាងត្រង់ហាក់ដូចជាចង់ទុកពេលឲ្យនាងទឹកភ្នែកយើងទាំងអស់គ្នាគ្រាន់តែធ្វើអ្វីយើងអាចធ្វើបានដើម្បីគ្រួសារយើងមែនទេគាត់និយាយទៅកាន់ពីដានមន្ទីរពេទ្យពាក្យរបស់គាត់ធ្វើឲ្យចន្ទ្រាមានអារម្មណ៍ថាគាត់យល់ឬយ៉ាងហោចណាស់គាត់មិនបាននាងបើកដបទឹកផឹកមួយធំទឹកនោះមានអារម្មណ៍គឺស្អាតដូចក្រដាសប្រាក់$20នោះដែរកបងសំឡេងប្អូនប្រុសរបស់នាងបានទាញចន្ទ្រាចេញពីភាពស្ងៀមស្ងាត់នោះវណ្ណាប្អូនប្រុសនាងដែលចេញពីក្នុងបន្ទប់សង្គ្រោះទឹកមុខរបស់គាត់នៅតែស្លេកតែមើលទៅធូរស្បើយជាងមុនគាត់ភ្ញាក់ផ្អើលបន្តិចពេលឃើញបងស្រីរបស់គាត់អង្គុយជាមួយបុរសចម្លែកម្នាក់ក្បងនេះគឺគាត់ជាមិត្តគឺចន្ទ្រានិយាយទាំងមិនដឹងថាត្រូវប្រើពាក្យអ្វីឲ្យប្រកាសវិទូងក់ក្បាលជំនួសការសួស្ដីចន្ទ្រាមិនចង់ឲ្យប្អូនប្រុសនាងសួរនាំច្រើនទេនាងប្រញាប់ក្រោកឈរហុចថង់ថ្នាំនិងលុយដែលនាងដកមកឲ្យទៅវណ្ណានេះថ្នាំសម្រាប់អាទិត្យនេះហើយនេះលុយទុកទិញបាយហើយនឹងបង់ថ្លៃពេទ្យបន្ថែមវណ្ណាទទួលយកដោយមួយដែលលីលំរវាងការដឹងគុណនិងការសង្ស័យបន្តិចបន្តួចគាត់ដឹងថាបងស្រីគាត់រកលុយបានច្រើនតែគាត់មិនហ៊ានសួរទេថាបានមកពីណាក្បងមិនចូលទៅមើលម៉ែទេវណ្ណាសួរចន្ទ្រាក្រវីក្បាលអត់ទេនាងនិយាយក្បងរវល់ត្រូវទៅធ្វើការឧពាកធ្វើការធ្វើឲ្យនាងមានអារម្មណ៍ចុកណែនក្នុងបំពង់ក៏នាងងាកទៅរកវិទូក៏ខ្ញុំទៅសិនហើយលោកសូមឲ្យឪពុកលោកឆាប់ជាសះស្បើយអរគុណវិទូនិយាយទាំងសម្លឹងមើលនាងក្ប្អូនរក្សាខ្លួនណាពាក្យគេរក្សាខ្លួនកនោះវាមិនមែនជាពាក្យឡាទេវាហាក់ដូចជាគាត់ដឹងហាក់ដូចជាគាត់យល់ថាមានអ្វីម្យ៉ាងកំពុងតែកនាងចន្ទ្រាងក់ក្បាលយ៉ាងលឿនរួចដើរចេញពីមន្ទីរពេទ្យទៅនាងមិនហ៊ានងាកក្រោយទេពន្លឺព្រះអាទិត្យពេលរសៀលបានចាំងមកលើនាងធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួននាងខ្វក់សប្បុរស
សប្បុរសធម្មតារបស់វិទូនំប៉័ងមួយដុំនិងទឹកមួយដបបានធ្វើឲ្យរបាំងគិរីត្រីរបស់នាងដែលនាងខំសាងឡើងដោយភាពត្រជាក់ចាប់ផ្ដើមព្រះស្រាមខ្លាំងគាត់នាងក្នុងសភាពជាវិចន្ទ្រាពិតស្លេកស្លាំងហត់នឿយគ្មានម្សៅផាត់ហើយគាត់មិនបានមើលងាយនាងទេគាត់បែរជាអាណិតនាងក្នុងនាមជាមនុស្សម្នាក់ដែលមានបន្ទុកគ្រួសារដូចគ្នានាងត្រឡប់មកដល់បន្ទប់ជួលពេលនេះម៉ោង 7:05 ល្ងាចនាងត្រូវតែត្រៀមខ្លួនក៏ធ្វើការគីនាងឈរនៅមុខកញ្ចក់ព្រះស្រាមនាងសម្លឹងមើលមុខនាងចន្ទ្រាដែលវិទូបាននៅមន្ទីរពេទ្យនាងប្រអប់ម្សៅឡើងដៃរបស់នាងញ័រនាងមានអារម្មណ៍ខ្ពើមរអើមមិនមែនខ្ពើមរអើមភ្ញៀវទេតែខ្ពើមរអើមខ្លួនឯងរាល់ដងនាងលាបំសៅដើម្បីលាក់វិចន្ទ្រាតែយប់នេះនាងមានអារម្មណ៍ថានាងកំពុងលាបំសៅដើម្បីលាក់គឺស្អាតស្អំតែមួយគត់ដែលនាងទើបតែទទួលបានគឺភាពជាមនុស្សក្នុងរបស់វិទូក្រែមមាត់ពណ៌ក្រហមឆ្អៅយប់នេះមានអារម្មណ៍ដូចជាលាបឈាមស្រស់លើមាត់របស់នាងអញ្ចឹងនាងស្លៀករ៉ូបខ្លីទឹកប៊ិចចាស់គិរីត្រីក៏បានត្រៀមខ្លួនហើយតែរបាំងមុខយប់នេះវាធ្ងន់រហូតនាងស្ទើរតែត្រទ្រង់វាមិនណៃនៅគិរីត្រីមាសគឺសំឡេងតន្ត្រីនៅតែដូចរាល់ដងយប់នេះបន្ទប់វេបលេខ 2 ម៉ាយ៉ែមស្រែកភ្ញៀវថៃចៃណាស់រាត្រីនោមចំប៉ាទៅផងចន្ទ្រាងក់ក្បាលទឹកមុខទេស្អាតដដែលតែខាងក្នុងនាងកំពុងតែស្រែកយំនាងដើរចូលបន្ទប់លេខ 2ផ្សែងបារីស្រានិងបរោះ3នាក់កំពុងសើចក្អាកក្អាយក្អូស្រីស្អាតមកហើយបរោះម្នាក់ជាងគេស្ទុះមកដៃនាងឲ្យអង្គុយលើផ្លូវគាត់ភ្លាមដៃរបស់គាត់បេតយោស្ទាបអង្អែលចង្កេះនាងក្លឿនផឹកគាត់រុញកែវស្រាដាក់មាត់នាងចន្ទ្រារឹងខ្លួនដៃរបស់បរោះនេះវាធ្វើឲ្យនាងនឹកឃើញដៃរបស់អុកញ៉ាវិសាលហើយផ្ទុយស្រឡះពីដៃរបស់វិទូដែលគ្រាន់តែហុចដបទឹកឲ្យនាងសុភាពធ្វើមិនផឹកភ្ញៀវនោះស្រែកពេលនាងស្ទាក់ស្ទើរគិរីត្រីគឺញឹមជាស្នាមញឹមឈឺចាប់បំផុតនាងលើកកែវស្រាផឹកតែនៅពេលដែលស្រានោះចូលបំពង់ក៏នាងខ្ពើមរអើមដែលនាងទុកភាពអាម៉ាស់ភាពឈឺចាប់និងភាពជាមនុស្សវិទូបានដាស់ឲ្យភ្ញាក់បានផ្ទុះឡើងព្រមគ្នានាងរុញភ្ញៀវនោះចេញខ្លាំងរត់ទៅបន្ទប់ទឹកក្នុងបន្ទប់ខេវនោះហើយចាប់ផ្ដើមក្អួតនាងក្អួតអស់ពីពោះមិនមែនក្អួតស្រាទេគឺក្អួតចោលនៅភាពខ្ពើមរអើមចំពោះខ្លួនឯងសំឡេងក្អួតចង្អោរបានលីឡំជាមួយសំឡេងតន្ត្រីបាសបេសលេចលឺចេញពីខាងក្រៅចន្ទ្រាឈរញ័រខ្លួនផ្អែកនឹងជញ្ជាំងបន្ទប់ទឹកដ៏ត្រជាក់នាងដកដង្ហើមញាប់ស្ទើរដាច់ខ្យល់នាងទើបតែក្អួតមិនមែនតែក្អួតស្រាទេនាងក្អួតអស់នៅភាពអាម៉ាស់ភាពខ្ពើមរអើមនិងរបាំងមុខគិរីត្រីក៏ដែលនាងពាក់រាល់យប់ទ្វារបន្ទប់ទឹកបានបើកកផាំងមិនមែនភ្ញៀវទេគឺម៉ាយ៉ែមទឹកមុខរបស់នាងខ្មៅស្រអាប់គួរឲ្យខ្លាចជាងអុកញ៉ាវិសាលទៅទៀតចម្ប៉ាឈរនៅពីក្រោយទាំងញ័រខ្លួនទឹកមុខស្លេកស្លាំងក្បងភ្ញៀវគាត់ខឹងខ្លាំងណាស់ចម្ប៉ានិយាយលុបបៀបឯង shut up ម៉ាយ៉ែមស្រែកចម្ប៉ារួចងាកមកចន្ទ្រាភ្នែករបស់នាងសម្លឹងទៅក្អួតនៅលើឥដ្ឋពួកឯងធ្វើស្អីហ្នឹងនាងរាត្រីម៉ាយ៉ែមនិយាយដោយសំឡេងត្រជាក់តាមធ្មេញមាសរបស់នាងឯងហ៊ានរុញភ្ញៀវឯងហ៊ានក្អួតចោលស្រាថ្លៃរបស់ភ្ញៀវចន្ទ្រាមិនឆ្លើយនាងងើបមុខឡើងសម្លឹងមើលម៉ាយ៉ែមទឹកភ្នែកម្សៅផាត់និង eyeliner បានរលាយប្រឡាក់ពេញមុខនាងមិនមែនគិរីត្រីទៀតទេនាងគឺចន្ទ្រាដែលកំពុងបាក់បែកក្រោកឡើងម៉ាយ៉ែមស្ទុះមកដៃនាងទៅសុំភ្ញៀវនេះទៅអង្គុយលើផ្លូវគាត់ធ្វើឲ្យគាត់សប្បាយចិត្តវិញម៉ាយ៉ែមព្យាយាមនាងចេញពីបន្ទប់ទឹកតែចន្ទ្រាមិននាងរឹងខ្លួនដូចថ្មការចងចាំពីនំប៉័ងមួយដុំនិងដបទឹកមួយក្នុងដៃរបស់វិទូបានឡើងក្នុងខួរក្បាលនាងភាពជាមនុស្សនាងទើបតែបានភ្លក់វាឡើងវិញនាងមិនអាចត្រឡប់ទៅធ្វើជាកវត្ថុវិញបានទេមិនអាចទៀតទេជាសំឡេងរបស់នាងណាតែមុតដូចកំបិតម៉ាយ៉ែមឈប់នាងងាកមកសម្លឹងចន្ទ្រាដូចមិនជឿទៅជាខ្លួនឯងក៏ឯងថាម៉េចខ្ញុំថាទេចន្ទ្រានិយាយម្ដងទៀតលើកនេះសំឡេងនាងរឹងមាំជាងមុននាងរលាស់ដៃម៉ាយ៉ែមចេញពីនាងក៏ខ្ញុំធ្វើទៀតមិនបានទេគឺផាច់សំឡេងទះកំភ្លៀងមួយបានបន្លឺឡើងខ្លាំងជាងសំឡេងតន្ត្រីមុខរបស់ចន្ទ្រាងាកមកខាងឡើងស្នាមម្រាមដៃ5គូឯងធ្វើមិនបានម៉ាយ៉ែមស្រែកដូចមនុស្សឈួតឯងគិតថាឯងជាអ្នកណាឯងជាស្រីលក់ខ្លួនជារបស់ឯងទិញឯងហើយម៉ែឯងនៅមន្ទីរពេទ្យត្រូវការលុយឯងប្អូនឯងរៀនសូត្រក៏ត្រូវការលុយឯងហ៊ាននិយាយថាទេដាក់ឯងចន្ទ្រាយកដៃខ្ទប់ថ្ពាល់ឈឺតែនាងមិនយំភ្នែករបស់នាងសម្លឹងម៉ាយ៉ែមវិញ
មិនមែនដោយភ័យខ្លាចទេតែដោយស្អប់ខ្ពើមខ្ញុំមិនមែនជារបស់បើនាងប្រើពាក្យក៏បើគីលោកយាយអ្នកដែលជាពាក្យមិនសូវគោរពសម្រាប់ហៅម៉ាយ៉ែមជាលើកដំបូងម៉ាយ៉ែមភ្ញាក់ផ្អើលនឹងនោះនាងដឹងថានាងបានបាត់បង់ការគ្រប់គ្រងលើក្មេងស្រីម្នាក់នេះហើយគិរីត្រីត្រជាក់និងងីបញ្ជាបានស្លាប់បាត់ហើយអ្នកឈរនៅមុខនាងគឺកុចន្ទ្រាដែលបាក់បែកហើយមនុស្សបាក់បែកគឺគ្រោះថ្នាក់បំផុតព្រោះគេគ្មានអ្វីត្រូវបាត់បង់ទៀតទេម៉ាយ៉ែមបដូរយុទ្ធសាស្ត្រនាងញឹមចុងមាត់ជាស្នាមញឹមដ៏ត្រជាក់អូខេឯងធ្វើមិនបានមែនទេម៉ាយ៉ែមនិយាយយឺតក្វែងឯងត្រូវបណ្ដេញចេញវ៉ៃចន្ទ្រាឈោស្ងៀមតែកុំភ្លេចណានាងចន្ទ្រាម៉ាយ៉ែមដើរមកសឹបដាក់ត្រចៀកនាងឯងនៅជំពាក់លុយអញលុយដើមលុយការប្រាក់ឯងខ្ចីយកទៅមើលម៉ែឯងសរុបទាំងអស់ជិត$500ក្បេះដូងចន្ទ្រាធ្លាក់ដល់បាតជើងនាងភ្លេចរឿងបំណុលនោះក៏ឯងមានពេលមួយអាទិត្យយីម៉ាយ៉ែមបន្តខ្សឹបបើអញមិនបានលុយ$500នោះវិញទេអញមិនដឹងថាមិត្តរបស់អញនឹងទៅសួរសុខទុក្ខម៉ែឯងនៅមន្ទីរពេទ្យ9ម៉ែត្របន្ទប់លេខប៉ុន្មានទេហើយប្រហែលជាគេដកអុកស៊ីសែនម៉ែឯងចេញក៏មិនដឹងក៏បើហ៊ានចន្ទ្រាស្រែកភ្នែកនាងក្រហមអញហ៊ានម៉ាយ៉ែមសាយគេឥឡូវចេញពីហាងអញមុនពេលអញហៅសន្តិសុខមកអូសក្បាលអញចេញចាំមួយអាទិត្យ$500ម៉ាយ៉ែមងាកដើរចេញពីបន្ទប់ទឹកទុកឲ្យចន្ទ្រាឈរតែម្នាក់ឯងក្នុងភាពរញ៉េរញ៉ៃនៃម្សៅផាត់និងក្អួតព្រមទាំងបំណុលជីវិតមួយនាងមិនអាចសងបាននាងដឹងថានាងបាននិយាយពាក្យទេទៅហើយតែថ្លៃនៃពាក្យទេជាមួយម៉ាត់នេះប្រហែលជាថ្លៃជាងជីវិតរបស់នាងទៅទៀតចន្ទ្រាដើរចេញពីគ្រាត្រីមាសគឺមិនមែនដោយការរត់ទេនាងដើរចេញដោយជំហានយឺតតែសន្តិសុខនៅមុខទ្វារមើលនាងដោយចម្លែកនាងគឺគ្រាត្រីគឺស្រីឯករបស់ហាងតែពេលនេះនាងមើលទៅដូចមនុស្សទើបចេញពីសង្គ្រាមថ្ពាល់របស់នាងឡើងស្នាមម្រាមដៃក្រហមម្សៅផាត់ប្រឡាក់ពេញមុខចម្ប៉ารត់នាងមកដល់មាត់ទ្វារក្បងរាត្រីបងទៅណាចន្ទ្រាមិនងាកក្រោយក៏ខ្ញុំលែងជារាត្រីទៀតហើយគីនាងនិយាយទៅកាន់ខ្យល់ក៏ខ្លួនឯងផងគឺនាងដើរចូលក្នុងរាត្រីនៃទីក្រុងភ្នំពេញតែម្នាក់ឯងនាងគ្មានម៉ូតូឌុបហៅទេព្រោះនាងគ្មានលុយលុយ$50ដែលម៉ាយ៉ែមឲ្យនាងមុននេះគឺនៅតែក្នុងកាបូបក្នុងបន្ទប់សម្រាប់ហើយនាងក៏មិនត្រឡប់ទៅយកដែលនាងដើរដោយគ្មានទីដៅឆ្លងកាត់ផ្លូវធ្លាប់អ៊ូអរដែលពេលនេះស្ងាត់ពន្លឺភ្លើងញ័រពណ៌ផ្កាឈូកនិងពណ៌ខៀវពេលនេះមើលទៅដូចជាភ្លើងនរកនាងពាក្យរបស់ម៉ាយ៉ែមបានលាន់រំពងក្នុងក្បាលនាងគឺមួយអាទិត្យ$500ដកអុកស៊ីសែនគឺនាងដើររហូតដល់ជើងរបស់នាងឈឺទើបនាងដឹងខ្លួនថានាងមុខស្ទង់ចង្អៀតរបស់នាងចូលបន្ទប់ចាក់សោរទ្វារភាពងឹតនិងក្លិនអបសើមបាននាងខ្លួនផ្អែកនឹងទ្វារភាពរឹងមាំដែលនាងមាននៅមុខម៉ាយ៉ែមបានរលីបាត់អស់នាងយំលើកនេះមិនមែនជាការយំទេវាជាការយំស្ងៀមស្ងាត់តែឈឺចាប់ខ្ជិតនាងបានរំដោះខ្លួននាងចេញពីការងារដ៏គួរខ្ពើមរអើមនោះហើយតែនាងបានធ្លាក់ចូលក្នុងអន្ទាក់មួយទៀតគ្រោះថ្នាក់ជាងនាងត្រូវធ្វើ$500ក្នុង7ថ្ងៃនាងក្រឡេកមើលជុំវិញបន្ទប់គ្មានអ្វីមានតម្លៃអាចលក់បានទេកន្ទេចាស់មុងទុនាងទៅរកកន្លែងផ្សេងធ្វើការគេធ្វើផ្សេងម៉ាយ៉ែមមានបណ្ដាញគ្រប់ទីកន្លែងគ្មាននរណាហ៊ាននាងទេបើដឹងថានាងមានរឿងជាមួយម៉ាយ៉ែមហើយនាងក៏ធ្វើមិនបានទៀតដែរត្រឹមតែគិតដល់ការត្រូវគេប៉ះពាល់នាងក៏មានអារម្មណ៍ចង់ក្អួតទៀតទៅរោងចក្រវិញប្រាក់ខែ$150ក្នុងមួយខែនាងរក$500ក្នុង7ថ្ងៃមិនបានទេនាងបានមកដល់ផ្លូវតហើយម៉ាយ៉ែមដឹងថានាងគ្មានផ្លូវជ្រើសរើសក្រៅពីត្រឡប់ទៅលុតជង្គង់សុំទោសម៉ាយ៉ែមវិញហើយធ្វើជាគ្រាត្រីខ្វិញប្រហែលជាត្រូវទទួលភ្ញៀវក៏ធ្ងន់គឺជាងអុកញ៉ាវិសាលទៅទៀតដោយមិនបានលុយរៀលដើម្បីសងបំណុលទេខ្ញុំមិនត្រឡប់ទៅវិញនាងខ្សឹបប្រាប់ខ្លួនឯងរបស់នាងសម្លឹងទៅប្រហោងជញ្ជាំងកន្លែងលាក់លុយ$20នោះវិទូឈ្មោះរបស់គាត់បានលេចឡើងខួរក្បាលនាងដូចជាពន្លឺភ្លើងចង្គៀងតូចមួយក្នុងព្យុះដ៏ងឹតគាត់ជាមនុស្សតែម្នាក់គត់ពិភពលោកដ៏ខ្មៅខ្វក់នេះធ្លាប់ជាមួយនាងហុចនំប៉័ងឲ្យនាងបើនាងជាចន្ទ្រាតែឲ្យនាងទៅសុំលុយគាត់សុំ$500នាងសើចខ្លួនឯងគាត់ជាបុគ្គលិកក្រុមហ៊ុនធម្មតាកំពុងតែមានទុក្ខឪពុកឈឺនៅមន្ទីរពេទ្យដូចគ្នាគាត់ធ្វើម៉េចនឹងមានលុយ$500ឲ្យនាងខ្ចីហើយបើទោះជាគាត់មានតើនាងមានសិទ្ធិអ្វីទៅសុំគាត់
លោកវិទូខ្ញុំជាស្រីលក់ខ្លួនខ្ញុំជំពាក់លុយម៉ាយ៉ែមសូមជួយខ្ញុំគាត់នឹងមើងងាយនាងគាត់នឹងខ្ពើមរអើមនាងភាពទាំងអស់នឹងប្រែទៅជាមើងងាយភ្លាមនាងមិនអាចទ្រាំទ្រនឹងរឿងនោះបានទេនាងសុខចិត្តស្លាប់ជាជាងបែបពីគាត់តែម៉ែដកអុកស៊ីសែនពាកដ៏ខូខើរបស់ម៉ាយ៉ែមបានត្រឡប់មកវិញនាងត្រូវវៀងភាពអាម៉ាស់របស់នាងនិងជីវិតរបស់ម្ដាយនាងដឹងថានាងគ្មានជំរើសទេនាងមិនបានដេកពេញមួយយប់នោះទេនាងគ្រាន់តែអង្គុយស្ងៀមសម្លឹងមើលពន្លឺព្រះច័ន្ទមួយចំណិតតូចដែលចាំងចូលតាមបង្អួចព្រឹកព្រលឹមនាងក្រោកឡើងនាងមិនលាបបំសៅមិនលាបក្រែមទេនាងទៅបន្ទប់ទឹកមុខទុកឲ្យស្នាមម្រាមដៃក្រហមរបស់ម៉ាយ៉ែមនៅលើថ្ពាល់នាងស្លៀកពាក់ដែលស្អាតបាតបំផុតដែលនាងមានអាវយឺតស្លេកខោខើបុយចាស់នាងលុយ$20នោះពីជញ្ជាំងវាជាលុយតែមួយគត់ដែលនាងមាននាងចាក់សោរទ្វារបន្ទប់នាងដឹងថានាងត្រូវទៅណាមួយអាទិត្យនេះនាងត្រូវទៅមន្ទីរពេទ្យកៅម៉ែតមិនមែនដើម្បីសួរសុខទុក្ខម្ដាយនាងទេតែដើម្បីទៅអង្វរវិទូមន្ទីរពេទ្យកៅម៉ែតនាឡិកាគោកម៉ោង8ព្រឹកក្លិនថ្នាំសម្លាប់មេរោគនិងក្លិនពេលព្រឹកបានលីលំគ្នាក្នុងខ្យល់អាកាសដ៏អ៊ូអរមនុស្សម្នាក់ដើរទឹកមុខពោពេញដោយក្តីចន្ទ្រាឈរនៅក្បែរជណ្ដើរយន្តនាងឈរនៅទីនោះអស់រយៈពេលជិត1ម៉ោងនាងមិនហ៊ានដើរទៅមុខតែនាងក៏មិនអាចដើរថយក្រោយបានដែរនាងបានត្រៀមខ្លួនរួចហើយថានាងនឹងត្រូវបាត់បង់ភាពជាមនុស្សចុងក្រោយដែលនាងមានគឺការគោរពបន្តិចបន្តួចក្នុងរបស់វិទូពេលនោះនាងគាត់វិទូដែលចេញពីបន្ទប់សង្គ្រោះបន្ទាន់ទឹកមុខរបស់គាត់ហត់នឿយជាងថ្ងៃម្សិលមិញទៅទៀតគាត់ដើរទៅអង្គុយលើកៅអីដែកដែរនោះយកដៃទាំងពីរខ្ទប់មុខហាក់ដូចជាចង់ទប់ទល់នឹងពិភពលោកបេះដូងរបស់ចន្ទ្រាលោតញាប់ស្ទើរចេញពីទ្រូងនាងដឹងថានាងត្រូវតែទៅឥឡូវនេះនាងដើរយឺតជំហាននីមួយហាក់ដូចជាមានដុំថ្មទម្ងន់មួយតោនចងជាប់នឹងជើងគលោកវិទូជាសម្លេងរបស់នាងដូចខ្យល់តែវិទូបានងើបមុខឡើងកចន្ទ្រាគាត់ភ្ញាក់ផ្អើលក៏ប្អូនមកទៀតហើយគាត់សម្លឹងមើលនាងមិនមែនជារាត្រីគឺមិនមែនចន្ទ្រាថ្ងៃម្សិលមិញតែជាមនុស្សស្រីម្នាក់មើលទៅដូចចិត្តរលំហើយពេលនោះគាត់ឃើញមុខរបស់ប្អូនគាត់និយាយភ្នែករបស់គាត់សម្លឹងទៅស្នាមម្រាមដៃក្រហមនៅលើថ្ពាល់របស់នាងនរណាធ្វើបាបប្អូនសំណួរដ៏សាមញ្ញនេះសំណួរពោពេញដោយក្តីមិនមែនការចង់ដឹងចង់ឮបានទម្លុះទ្វារទឹកភ្នែកចុងក្រោយរបស់នាងខ្លួនអង្គុយលើឥដ្ឋមិនខ្វល់ពីអ្នកណាដែលដើរកាត់នោះទេនាងចាប់ផ្ដើមយំមិនមែនយំទេគឺយំដោយអស់សង្ឃឹមយំដោយគ្មានសម្លេងចន្ទ្រាកាត់អីក្រោកឡើងសិនវិទូភ័យស្លន់ស្លោគាត់ភ្លេចឈើច្រត់ស្ទុះទៅជួយនាងឲ្យក្រោកឡើងក៏ខ្ញុំនាងព្យាយាមនិយាយតែពាក្យនៅក្នុងបំពង់កកតោះទៅកន្លែងស្ងាត់បន្តិចពីគាត់នាងដើរទៅមួយក្បែរសួនច្បារតូចក្នុងមន្ទីរពេទ្យពេលពួកគេអង្គុយឆ្ងាយពីមនុស្សម្នានាងដឹងថានាងគ្មានពេលទៀតទេនាងត្រូវតែនិយាយពីលោកវិទូនាងចាប់ផ្ដើមភ្នែកសម្លឹងមើលដីក៏ខ្ញុំមិនមែនជាមនុស្សល្អទេហេវិទូស្ងាត់រងចាំស្ដាប់ការងារដែលខ្ញុំធ្វើគឺនៅ Cover នាងនិយាយពាក្យនេះចេញមកដូចជាលេបកែវខ្ញុំចាក់ស្រាឲ្យភ្ញៀវហើយគឺនាងមិនអាចនិយាយពាក្យគឺលក់ខ្លួនក៏ចេញមកបានទេក៏ហើយយប់មិញខ្ញុំទ្រាំលែងបានខ្ញុំរុញភ្ញៀវខ្ញុំឆ្លោះជាមួយម្ចាស់ហាងគឺនាងលើកដៃប៉ះថ្ពាល់របស់នាងគាត់វាយខ្ញុំហើយគាត់បណ្ដេញខ្ញុំចេញក៏ល្អតើវិទូនិយាយភ្លាមกับប្អូនរួចខ្លួនហើយប្អូនមិនគួរនៅកន្លែងនោះតាំងពីដំបូងទេអត់ទេនាងស្រែកឡើងទាំងទឹកភ្នែកទៅលោកមិនយល់ទេខ្ញុំមិនមែនរួចខ្លួនទេខ្ញុំអន្ទាក់នាងងើបមុខឡើងសម្លឹងមើលគាត់ត្រង់ភ្នែករបស់នាងពោពេញដោយខ្ញុំជំពាក់លុយគាត់លុយដែលខ្ញុំខ្ចីគាត់យកមកព្យាបាលម៉ែខ្ញុំដំបូង$500គាត់ឈ្មោះម៉ាយ៉ែមខ្ញុំថាគាត់ឲ្យពេលខ្ញុំមួយអាទិត្យបើខ្ញុំរកលុយ$500មិនបានឲ្យគាត់វិញទេគាត់នឹងឲ្យកូនចៅគាត់មកមន្ទីរពេទ្យនេះមកដកអុកស៊ីសែនម៉ែខ្ញុំពាក្យចុងក្រោយនោះនាងនិយាយស្ទើរតែជាធិងសឹបវិទូឈោដូចថ្មគាត់ជាមនុស្សឆ្លាតគាត់យល់ទាំងអស់គាត់យល់ពីអត្ថន័យនៃការងាររបស់នាងគាត់យល់ពីមូលហេតុនាងអាចរកលុយបានរាប់រយ$ផ្ញើទៅផ្ទះគាត់យល់ពីនរកដែលនាងកំពុងរស់នៅចន្ទ្រាឃើញគាត់ស្ងាត់នាងទឹកមុខគាត់ប្រែប្រួលពីក្តីទៅជាការតក់ស្លុតហើយប្រហែលជា
ភាពខ្ពើមរអើមនាងត្រៀមខ្លួនទទួលវាខ្ញុំដឹងថាលោកកំពុងគិតអីគឺនាងនិយាយយ៉ាងលឿនទាំងយំក៏ខ្ញុំខ្វក់ខ្ញុំគួរឲ្យខ្ពើមខ្ញុំមិនសុំឲ្យលោកអាណិតខ្ញុំទេតែម៉ែខ្ញុំគាត់មិនបានដឹងអីទេគាត់ជាមនុស្សល្អសូមលោកជួយគាត់ផងខ្ញុំសុំខ្ចីលុយលោក$500នាងលុតជង្គង់លើដីនៅចំពោះមុខគាត់ក៏ខ្ញុំនឹងសងលោកវិញខ្ញុំសន្យាខ្ញុំនឹងទៅធ្វើកម្មកររោងចក្រខ្ញុំនឹងលាងចានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងមួយជីវិតនេះខ្ញុំនឹងធ្វើជាគោជាសងលោកសូមជួយម៉ែខ្ញុំផងនាងសេវក្រាបដល់ដីមនុស្សម្នាក់នាងទើបតែស្គាល់បានត្រឹមតែប៉ុន្មានដងគឺជាក្តីសង្ឃឹមចុងក្រោយរបស់នាងវិទូសម្លឹងមើលក្មេងស្រីកំពុងលុតជង្គង់នៅពីមុខគាត់សម្លឹងមើលទៅអគារមន្ទីរពេទ្យឪពុករបស់គាត់ក៏កំពុងតស៊ូនឹងសេចក្តីស្លាប់ដូចគ្នាគាត់ដកដង្ហើមធំជាដង្ហើមមួយធ្ងន់បំផុតក្នុងជីវរបស់គាត់គឺក្រោកឡើងសិនចន្ទ្រាគាត់និយាយសម្លេងរបស់គាត់ហត់នឿយតែមិនមែនជាសម្លេងខ្ពើមរអើមទេក៏ខ្ញុំគាត់និយាយក៏ខ្ញុំក៏មិនមែនជាអ្នកមានអីដែរថ្លៃពេទ្យប៉ាខ្ញុំទើបតែយកលុយសន្សំចុងក្រោយរបស់ខ្ញុំទៅបង់នេះខ្ញុំគ្មាន$500ឲ្យប្អូនខ្ចីទេក៏បេះដូងរបស់ចន្ទ្រាធ្លាក់ដល់បាតនរកតែវិទូបន្តក៏ខ្ញុំមានម៉ូតូមួយគ្រឿងវាជាទ្រព្យសម្បត្តិតែមួយគត់ដែលខ្ញុំមានយើងអាចយកវាទៅបញ្ចាំបានគូពាក្យរបស់វិទូបានធ្វើឲ្យចន្ទ្រាឈប់យំភ្លាមនាងងើបមុខឡើងសម្លឹងមើលគាត់ដូចជាគាត់ទើបតែនិយាយភាសាបរទេសដែលនាងមិនធ្លាប់ឮដល់លោកនិយាយស្អីនាងសួរទាំងលបៀបម៉ូតូរបស់លោកតែលោកត្រូវប្រើវាមកមើលឪពុកលោកហើយជើងលោកនាងចង្អុលទៅឈើច្រត់របស់គាត់វិទូដកដង្ហើមធំគាត់សម្លឹងមើលទៅអគារសង្គ្រោះបន្ទាន់ដែលឪពុករបស់គាត់កំពុងណាំនៅខាងក្នុងរួចគាត់ងាកមកសម្លឹងចន្ទ្រាវិញឪពុកខ្ញុំគាត់ត្រូវការខ្ញុំនៅក្បែរគាត់គឺគាត់និយាយគឺខ្ញុំអាចជិះម៉ូតូឌុបឬខ្ញុំអាចដើរយឺតខ្ញុំនៅតែអាចមកទីនេះបានតែម៉ែរបស់ប្អូនគាត់មិនអាចរងចាំបានទេគាត់អន់ចុះជួយនាងឲ្យក្រោកឈរពីយ័តខ្ញុំមិនអាចបណ្ដោយឲ្យមនុស្សម្នាក់ប្រើជីវិតម្ដាយរបស់គេមកគំរាមកំហែងមនុស្សម្នាក់ទៀតបានទេគាត់និយាយដោយសំឡេងស្ងប់តែវាមិនត្រឹមត្រូវក៏ចន្ទ្រាឈរត្រឹងគ្មានពាក្យនិយាយនាងធ្លាប់ជួបតែបុរសដែលយកលុយមកទិញរាងកាយនាងធ្លាប់ជួបតែបុរសដែលប្រើអំណាចមកគំរាមកំហែងនាងមិនដែលជួបបុរសដែលលះបង់ទ្រព្យសម្បត្តិដ៏សំខាន់របស់ខ្លួនដើម្បីជួយគឺស្រីខ្វក់ដូចជានាងដោយមិនទាមទារអ្វីតបស្នងសោះគូតែខ្ញុំនាងចង់និយាយថាបើខ្ញុំគ្មានអ្វីសឹងលោកវិញទេកុំទាន់និយាយអីខវិទូកាត់យើងគ្មានពេលទេម៉ូតូខ្ញុំនៅខាងក្រៅតោះគាត់ដើរនាងដោយប្រើឈើច្រត់ឆ្ពោះទៅចំណុចម៉ូតូចន្ទ្រាដើរពីក្រោយដូចមនុស្សយន្តនាងមានអារម្មណ៍ដូចជានាងកំពុងយកសັບម៉ូតូរបស់វិទូជាម៉ូតូ Honda Dream i015 មួយគ្រឿងវាមិនថ្មីទេតែមើលទៅស្អាតបាតដែលបង្ហាញថាម្ចាស់របស់វាស្រឡាញ់ថែទាំវាណាស់វាជាមធ្យោបាយធ្វើដំណើរតែមួយគត់របស់គាត់ទៅធ្វើការនឹងទៅមន្ទីរពេទ្យតោះគាត់ហៅម៉ូតូឌុបមួយក៏ប្អូនជិះទៅមុនទៅហាងបញ្ចាំនៅម្ដុំផ្សារអូឡាំពិកខ្ញុំជិះម៉ូតូខ្ញុំតាមទៅគឺលោកបើកម៉ូតូកើតនាងសួរទាំងកង្វល់ពេលជើងគាត់ក៏ខ្ញុំបើកដៃម្ខាងបានក៏គាត់ញឹមតិចជាលើកដំបូងកុំបារម្ភអីគឺ20នាទីក្រោយមកនៅមុខហាងបញ្ចាំមួយដែលមានក្លិននិងមានទ្រង់ដែលក្រាស់ម្ចាស់ហាងជាបរិសុទ្ធថតពាក់អាវយឺតបានសម្លឹងវិទូដែលកាន់ឈើច្រត់និងចន្ទ្រាដែលមានស្នាមជីមលើមុខឡើងលើចុះក្រោមគាត់ដឹងថានេះជាបម៉ួយគូដែលកំពុងក្តៅលុយគឺម៉ូតូនេះចាស់ហើយគឺគាត់និយាយទាំងទំពាស្លា$400អត់ទេចន្ទ្រាស្រែកឡើងភ្លាមក៏លោកសូមមេត្តាយើងត្រូវការ$500គឺ$500ពិតប្រាកដនាងស្ទើរតែលុតជង្គង់សុំម្ចាស់ហាងបញ្ចាំនោះទៅម្ចាស់ហាងសើចត្រូវការ$500អញ្ចឹងទៅរកកន្លែងផ្សេងទៅក៏ចាំវិទូនិយាយគាត់ដកកាត់គ្រីម៉ូតូចេញពីកាបូបលុយគឺម៉ូតូនេះឈ្មោះខ្ញុំគ្រឿងនៅស៊ីនទាំងអស់ Original ខ្ញុំមិនលក់ទេខ្ញុំបញ្ចាំខ្ញុំត្រូវការតែមួយអាទិត្យសេ$500ការប្រាក់ប៉ុន្មានខ្ញុំទាំងអស់វាម្ចាស់ហាងសម្លឹងមើលកាត់ក្រីរួចសម្លឹងមើលដ៏ស្មោះត្រង់តែរបស់វិទូធំក៏បានគាត់និយាយគឺ$500តែការប្រាក់10ក្នុងមួយអាទិត្យយឺតមួយថ្ងៃអញលក់ចោលបានវិទូយល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរម្ចាស់ហាងរាប់លុយក្រដាស$50 10សន្លឹក
ហុចតាមចន្លោះទ្រង់ដែកឲ្យមកវិទូទទួលយកលុយនោះរួចហុចវាបន្តទៅឲ្យចន្ទ្រាយកទៅគាត់និយាយគឺលុយរបស់ប្អូនគឺចន្ទ្រាទទួលយកលុយ$500នោះដៃរបស់នាងញ័រខ្លាំងលុយនេះវាមិនក្តៅដូចលុយអុកញ៉ាវិសាលទេវាមិនខ្វក់ដូចលុយម៉ាយ៉ែមទេលុយនេះវាធ្ងន់ដោយសេចក្តីមេត្តានិងការលះបង់របស់មនុស្សម្នាក់នាងមិនទាំងស្គាល់ច្បាស់ផងនាងសម្លឹងមើលវិទូដែលពេលនេះឈរនៅចិញ្ចើមផ្លូវគ្មានម៉ូតូមានតែឈើច្រត់មួយគត់ក៏ខ្ញុំនាងចង់និយាយថាបើខ្ញុំនឹងសងលោកវិញក៏តែនាងដឹងថាបំណុលនេះវាមិនមែនត្រឹមតែលុយ$500ទៀតទេវាជាបំណុលជីវិតបំណុលគុណធម៌គឺលោកខ្ញុំមិនដឹងត្រូវនិយាយអ្វីទេគឺនាងយំតែលើកនេះជាទឹកភ្នែកនៃដឹងគុណកុំទាន់យំគឺវិទូនិយាយសំឡេងគាត់ហត់នឿយក៏ប្អូនត្រូវធ្វើរឿងមួយទៀតយកលុយនេះទៅឲ្យស្រីម្នាក់នោះហើយបញ្ចប់រឿងរ៉ាវអាក្រក់នេះឲ្យចប់ត្រឹមថ្ងៃនេះពាក្យរបស់វិទូបានធ្វើឲ្យចន្ទ្រាឈប់យំភ្លាមនាងងើបមុខឡើងសម្លឹងមើលគាត់ដូចជាគាត់ទើបតែនិយាយភាសាបរទេសដែលនាងមិនធ្លាប់ឮដល់លោកនិយាយស្អីនាងសួរទាំងលបៀបម៉ូតូរបស់លោកតែលោកត្រូវប្រើវាមកមើលឪពុកលោកហើយជើងលោកនាងចង្អុលទៅឈើច្រត់របស់គាត់វិទូដកដង្ហើមធំគាត់សម្លឹងមើលទៅអគារសង្គ្រោះបន្ទាន់ដែលឪពុករបស់គាត់កំពុងណាំនៅខាងក្នុងរួចគាត់ងាកមកសម្លឹងចន្ទ្រាវិញឪពុកខ្ញុំគាត់ត្រូវការខ្ញុំនៅក្បែរគាត់គឺគាត់និយាយគឺខ្ញុំអាចជិះម៉ូតូឌុបឬខ្ញុំអាចដើរយឺតខ្ញុំនៅតែអាចមកទីនេះបានតែម៉ែរបស់ប្អូនគាត់មិនអាចរងចាំបានទេគឺគាត់អន់ចុះជួយនាងឲ្យក្រោកឈរពីយ័តពួកខ្ញុំមិនអាចបណ្ដោយឲ្យមនុស្សម្នាក់ប្រើជីវិតម្ដាយរបស់គេមកគំរាមកំហែងមនុស្សម្នាក់ទៀតបានទេគឺគាត់និយាយដោយសំឡេងស្ងប់តែវាមិនត្រឹមត្រូវក៏ចន្ទ្រាឈរត្រឹងគ្មានពាក្យនិយាយនាងធ្លាប់ជួបតែបុរសដែលយកលុយមកទិញរាងកាយនាងធ្លាប់ជួបតែបុរសដែលប្រើអំណាចមកគំរាមកំហែងនាងមិនដែលជួបបុរសដែលលះបង់ទ្រព្យសម្បត្តិដ៏សំខាន់របស់ខ្លួនដើម្បីជួយគឺស្រីខ្វក់ដូចជានាងដោយមិនទាមទារអ្វីតបស្នងសោះគូតែខ្ញុំនាងចង់និយាយថាបើខ្ញុំគ្មានអ្វីសឹងលោកវិញទេកុំទាន់និយាយអីគឺវិទូកាត់យើងគ្មានពេលទេម៉ូតូខ្ញុំនៅខាងក្រៅតោះគាត់ដើរនាងដោយប្រើឈើច្រត់ឆ្ពោះទៅចំណប់ម៉ូតូចន្ទ្រាដើរពីក្រោយដូចមនុស្សយន្តនាងមានអារម្មណ៍ដូចជានាងកំពុងយល់សប្តិម៉ូតូរបស់វិទូជាម៉ូតូ Honda Dream i015 គ្រឿងវាមិនថ្មីទេតែមើលទៅស្អាតបាតដែលបង្ហាញថាម្ចាស់របស់វាស្រឡាញ់ថែទាំវាណាស់វាជាមធ្យោបាយធ្វើដំណើរតែមួយគត់របស់គាត់ទៅធ្វើការនិងទៅមន្ទីរពេទ្យតោះគាត់ហៅម៉ូតូឌុបមួយក៏ប្អូនជិះទៅមុនទៅហាងបញ្ចាំនៅម្ដុំផ្សារអូឡ িম্প ិកខ្ញុំជិះម៉ូតូខ្ញុំតាមទៅគឺលោកបើកម៉ូតូកើតនាងសួរទាំងកង្វល់ពេលជើងគាត់ក៏ខ្ញុំបើកដៃម្ខាងបានក៏គាត់ញឹមតិចជាលើកដំបូងកុំបារម្ភអីគឺ20នាទីក្រោយមកនៅមុខហាងបញ្ចាំមួយដែលមានក្លិននិងមានទ្រង់ដែលក្រាស់ម្ចាស់ហាងជាបរិសុទ្ធធាត់ពាក់អាវយឺតបានសម្លឹងវិទូដែលកាន់ឈើច្រត់និងចន្ទ្រាដែលមានស្នាមជីមលើមុខឡើងលើចុះក្រោមគាត់ដឹងថានេះជាបម៉ួយគូដែលកំពុងក្តៅលុយគឺម៉ូតូនេះចាស់ហើយគឺគាត់និយាយទាំងទំពាស្លា$400អត់ទេចន្ទ្រាស្រែកឡើងភ្លាមក៏លោកសូមមេត្តាយើងត្រូវការ$500គឺ$500ពិតប្រាកដនាងស្ទើរតែលុតជង្គង់សុំម្ចាស់ហាងបញ្ចាំនោះទៅម្ចាស់ហាងសើចត្រូវការ$500អញ្ចឹងទៅរកកន្លែងផ្សេងទៅក៏ចាំវិទូនិយាយគាត់ដកកាត់គ្រីម៉ូតូចេញពីកាបូបលុយគឺម៉ូតូនេះឈ្មោះខ្ញុំគ្រឿងនៅស៊ីនទាំងអស់ Original ខ្ញុំមិនលក់ទេខ្ញុំបញ្ចាំខ្ញុំត្រូវការតែមួយអាទិត្យសេ$500ការប្រាក់ប៉ុន្មានខ្ញុំទាំងអស់គឺម្ចាស់ហាងសម្លឹងមើលកាត់ក្រីរួចសម្លឹងមើលដ៏ស្មោះត្រង់តែរបស់វិទូក៏បានគាត់និយាយគឺ$500តែការប្រាក់10ក្នុងមួយអាទិត្យយឺតមួយថ្ងៃអញលក់ចោលបានវិទូយល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរម្ចាស់ហាងរាប់លុយក្រដាស$50 10សន្លឹកហុចតាមចន្លោះទ្រង់ដែកឲ្យមកវិទូទទួលយកលុយនោះរួចហុចវាបន្តទៅឲ្យចន្ទ្រាយកទៅគាត់និយាយគឺលុយរបស់ប្អូនគឺចន្ទ្រាទទួលយកលុយ$500នោះដៃរបស់នាងញ័រខ្លាំងលុយនេះវាមិនក្តៅដូចលុយអុកញ៉ាវិសាលទេវាមិនខ្វក់ដូចលុយម៉ាយ៉ែមទេលុយនេះវាធ្ងន់ដោយសេចក្តីមេត្តានិងការលះបង់របស់មនុស្សម្នាក់នាងមិនទាំងស្គាល់ច្បាស់ផងនាងសម្លឹងមើលវិទូដែលពេលនេះឈរនៅចិញ្ចើមផ្លូវគ្មានម៉ូតូមានតែឈើច្រត់មួយគត់ក៏ខ្ញុំនាងចង់និយាយថាបើខ្ញុំនឹងសងលោកវិញក៏តែនាងដឹងថាបំណុលនេះវាមិនមែនត្រឹមតែលុយ$500ទៀតទេវាជាបំណុលជីវិតបំណុលគុណធម៌គឺលោក
ខ្ញុំមិនដឹងត្រូវនិយាយអ្វីទេគឺនាងយំតែលើកនេះជាទឹកភ្នែកនៃដឹងគុណកុំទាន់យំគឺវិទូនិយាយសំឡេងគាត់ហត់នឿយក៏ប្អូនត្រូវធ្វើរឿងមួយទៀតយកលុយនេះទៅឲ្យស្រីម្នាក់នោះហើយបញ្ចប់រឿងរ៉ាវអាក្រក់នេះឲ្យចប់ត្រឹមថ្ងៃនេះគឺចន្ទ្រាដែលចេញពីគ្រាត្រីមាសដោយមានអារម្មណ៍លីលំគ្នាចម្លែកនាងមានសេរីភាពតែនាងក៏ទេស្អាតដែរនាងគ្មានការងារគ្មានលុយរៀលក្រៅពីក្រដាសប្រាក់$20ដែលវិទូធ្លាប់ឲ្យនាងដែលនាងនៅតែលាក់ទុកហើយនាងមានបំណុលជីវិតមួយដែលធ្ងន់ជាងបំណុល$500របស់ម៉ាយ៉ែមទៅទៀតនាងដឹងថានាងមិនអាចទៅមន្ទីរពេទ្យវិញទាំងដៃទេបានទេនាងមិនអាចទៅប្រឈមមុខនឹងវិទូមនុស្សដែលទើបតែលះបង់មធ្យោបាយធ្វើដំណើរតែមួយគត់របស់គាត់ដើម្បីនាងដោយប្រាប់គាត់ថានាងគ្មានអ្វីសោះនោះទេនាងត្រូវតែចាប់ផ្ដើមឥឡូវនេះព្រឹកព្រលឹមថ្ងៃបន្ទាប់មុនព្រះអាទិត្យរះទៅទៀតចន្ទ្រាបានចេញពីបន្ទប់ជួលរបស់នាងប្រើប្រាស់លុយ$20នោះយ៉ាងព្រឹកព្រៀងបំផុតនាងទិញនំប៉័ងមួយដើមនិងទឹកសុទ្ធមួយដបទុកសម្រាប់ពេញមួយថ្ងៃហើយនៅសល់នាងទុកសម្រាប់ជិះម៉ូតូឌុបទៅរកការងារធ្វើនាងមិនបានទៅរកខេវទេនាងមិនបានទៅរកបារទេនាងដើរចូលគ្រប់រោងបាយគ្រប់តូបលក់ដូរគ្រប់ផ្ទះសំណាក់តូចតាចសុំទោសអូនគ្រប់ហើយយើងត្រូវការអ្នកមានបទពិសោធន៍គមុកអូនមើលទៅហត់នឿយពេកមិនតាក់ទាញភ្ញៀវទេគីនាងត្រូវគេបដិសេធរហូតដល់ម៉ោង3រសៀលនាងហត់ឃ្លាននិងស្ទើរតែអស់សង្ឃឹមនាងអង្គុយលើចិញ្ចើមផ្លូវខ្វាក់មួយទឹកភ្នែកស្ទើរតែហូរចេញមកតើការធ្វើជាមនុស្សល្អវាពិបាកដល់ម្ល៉េះពេលនោះនាងបានឃើញតូបលក់បាយនិងគុយទាវតូចមួយនៅក្បែរការដ្ឋានសំណង់មួយម្ចាស់ហាងគឺជាស្ត្រីចំណាស់ម្នាក់ដែលកំពុងរវល់ដៃតែម្នាក់ឯងទាំងចំអិនទាំងលាងចានចន្ទ្រាដកដង្ហើមធំនេះជាឱកាសចុងក្រោយរបស់នាងដើរចូលទៅក្មេងមីងត្រូវការអ្នកជួយលាងចានទេម្ចាស់ហាងងើបមុខឡើងទាំងញើសជោគថ្ងាសគាត់សម្លឹងចន្ទ្រាគាត់ភាពហត់នឿយតែគាត់ក៏ភាពស្មោះត្រង់នឹងការតាំងចិត្តនៅក្នុងរបស់នាងដែរគឺមីងគ្មានលុយឲ្យឯងច្រើនទេគាត់និយាយត្រង់គឺមួយថ្ងៃ$15,000រៀលប្រហែល 3.525 ឲ្យបាយស៊ីមួយពេលធ្វើការពីម៉ោង5ព្រឹកដល់ម៉ោង5ល្ងាចឯងធ្វើការទេ13ម៉ោងក្នុងមួយថ្ងៃដើម្បី$3.525ក៏ខ្ញុំធ្វើការចន្ទ្រាឆ្លើយតបភ្លាមដោយមិនស្ទាក់ស្ទើរក៏ខ្ញុំធ្វើការទាំងអស់អញ្ចឹងចាប់ផ្ដើមស្អែកនេះម៉ោង5ព្រឹកម្ចាស់ហាងនិយាយរួចងាកទៅឆាគុយទាវបន្តចន្ទ្រាមានអារម្មណ៍ថានាងចង់លុតជង្គង់អរគុណស្ត្រីចំណាស់នោះនាងមានការងារហើយជាការងារស្អាតស្អំដំបូងបំផុតក្នុងជីវិតរបស់នាងល្ងាចនោះនាងមិនបានត្រឡប់ទៅបន្ទប់ជួលវិញទេនាងដើរអស់រយៈពេលជាង1ម៉ោងទៅកាន់មន្ទីរពេទ្យ9ម៉ែត្រនាងត្រូវតែសន្សំលុយម៉ូតូឌុបនាងដល់មន្ទីរពេទ្យក្នុងសភាពហត់នឿយតែបេះដូងនាងលោតញាប់នាងវិទូអង្គុយនៅកន្លែងដដែលមុខគាត់នៅតែវល់ក្តីកង្វល់គឺលោកវិទូនាងហៅគាត់ងើបមុខឡើងពេលនាងគាត់ហាក់ដូចជាធូរស្បើយបន្តិចចន្ទ្រាបិចហើយរឿងនោះក៏ចប់ហើយនាងនិយាយគឺខ្ញុំបានសង្លុយម៉ាយ៉ែមហើយខ្ញុំលែងជាប់ជំពាក់អ្វីគាត់ទៀតហើយគឺវិទូបិទភ្នែកដកដង្ហើមធំហាក់ដូចជាដុំថ្មដ៏ធំមួយត្រូវបានចេញពីទ្រូងគាត់គឺល្អណាស់គេហើយចន្ទ្រាបន្តភ្នែកនាងចាំងពន្លឺបន្តិចខ្ញុំរកបានការងារធ្វើហើយខ្ញុំចាប់ផ្ដើមស្អែកនេះពិតមែនឬវិទូញឹមជាស្នាមញឹមពិតប្រាកដដំបូងនាងបានការងារអ្វីលាងចាននៅរោងបាយនាងនិយាយទាំងអន់មុខបន្តិចខ្លាចគាត់មើលងាយតែវិទូមិនបានមើលងាយនាងទេគាត់មុខក្បាលគូវាជាការចាប់ផ្ដើមដ៏ល្អចន្ទ្រាការងារស្អាតស្អំគឺវាហត់នឿយបន្តិចហើយគីលោកនាងនិយាយទាំងស្ទាក់ស្ទើរបំណុលរបស់លោកម៉ូតូរបស់លោកខ្ញុំសន្យាខ្ញុំនឹងសងលោកវិញខ្ញុំនឹងសន្សំលុយទោះបីវាត្រូវពេលចន្ទ្រាវិទូកាត់គឺប្អូនចាប់ផ្ដើមការងារស្អែកនេះប្អូនត្រូវចិញ្ចឹមខ្លួនឯងហើយនៅមានថ្លៃថ្នាំរបស់ម៉ែប្អូនទៀតលុយ$500នោះកុំទាន់គិតដល់វាទុកវាសិនក៏តែខ្ញុំក៏ប្អូនសងខ្ញុំហើយគឺគាត់និយាយទាំងសម្លឹងមើលនាងត្រង់ក៏ប្អូនសងខ្ញុំដោយការមិនត្រឡប់ទៅកន្លែងនោះវិញប្អូនសងខ្ញុំដោយការចាប់ផ្ដើមជីវិតថ្មីនេះសម្រាប់ខ្ញុំប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយគឺចន្ទ្រាសម្លឹងមើលគាត់នាងមិនដឹងថានាងបានធ្វើបុណ្យអ្វីកាលពីជាតិមុនបានជានាងបានជួបមនុស្សដូចជាគាត់សម្លេងក្មេងមេរៀនកកបានបន្លឺឡើងនៅក្នុងបន្ទប់តូចមួយក្នុងសហគមន៍ក្រីក្រមួយចន្ទ្រាក្នុងអាវស្អាតបាតនិងសំពត់ខ្មៅកំពុងឈរនៅមុខក្តារខៀនតូចមួយនាងកំពុងបង្រៀនអក្សរដល់ក្មេង5-6នាក់ដែលគ្មានលទ្ធភាពទៅសាលារដ្ឋមួយឆ្នាំនេះគឺជាឆ្នាំដ៏លំបាកបំផុតនាងធ្វើការលាងចាន13ម៉ោងក្នុងមួយថ្ងៃមិនខ្លាចហត់នឿយនាងសន្សំលុយគ្រប់រៀលផ្ញើទៅឲ្យម៉ែនាងថ្នាំពេទ្យនៅតែត្រូវទិញតែវិទូបានជួយនាងរកមន្ទីរពេទ្យអង្គការមួយដែលអាចជួយឧបត្ថម្ភថ្នាំខ្លះ
ធ្វើឲ្យបន្ទប់នាងស្រាលជាងមុនប្អូនប្រុសនាងក៏បានធ្វើការផោឆែមក្រោយរៀនដើម្បីជួយបងស្រីម្នាក់ទៀតឪពុករបស់វិទូបានទទួលមរណភាព3ខែបន្ទាប់ពីពួកគេបានជួបគ្នាទុកឲ្យវិទូនៅម្នាក់ឯងក្នុងអំឡុងពេល1ឆ្នាំនេះចន្ទ្រានិងវិទូបានក្លាយជាបង្គោលឲ្យគ្នាទៅវិញទៅមកពួកគេជួបគ្នាស្ទើររាល់ចុងសប្តាហ៍មិនមែននៅខេតែនៅមាត់ទន្លេញ៉ាំពោតស្ងោរមួយផ្លែពីរនាក់ពួកគេនិយាយគ្នាពីក្តីសុបិនពីការតស៊ូចន្ទ្រាបានសន្សំលុយបាន$300នាងយកទៅឲ្យវិទូដើម្បីឲ្យគាត់លុះម៉ូតូវិញក៏ខ្ញុំមិនយកម៉ូតូចាស់នោះវិញទេគាត់ណៃលុយ300របស់ប្អូនពុកនឹងលុយ300របស់ខ្ញុំយើងទិញម៉ូតូថ្មីមួយគ្រឿងជាម៉ូតូរបស់យើងហើយក្តីសុបិនចង់ធ្វើជាគ្រូបង្រៀនរបស់នាងវិទូបានជួយនាងគាត់លើកទឹកចិត្តនាងឲ្យរៀនបំពេញវិជ្ជានៅពេលយប់ហើយគាត់បានជួយនាងបើកថ្នាក់រៀនតូចមួយនេះសម្រាប់ក្មេងក្នុងសហគមន៍តោះក្មេងថ្ងៃនេះរៀនប៉ុណ្ណឹងសិនគឺចន្ទ្រាញឹមឲ្យក្មេងចេញទៅផ្ទះនាងរៀបចំសម្ភារៈពេលនោះវិទូដើរចូលមកទាំងញឹមគាត់ទៅតែពីការងារឥតរបស់គាត់គឺមិនដែរអ្នកគ្រូចន្ទ្រាហ្វាញ់គឺគាត់និយាយនាងគុំអីគឺនាងសើចខ្ញុំហត់ណាស់គឺតោះទៅផ្ទះយើងគឺវិទូនិយាយទាំងកាបូបសៀវភៅជួយនាងពួកគេបានផ្លាស់មករស់នៅជាមួយគ្នាក្នុងបន្ទប់ជួលតូចមួយជាមួយប្អូនប្រុសនាងពួកគេជាគ្រួសារតូចមួយដែលកសាងឡើងពីការតស៊ូនិងសេចក្តីមេត្តាចន្ទ្រាដែលចេញពីថ្នាក់រៀននាងងើបមុខមេឃពេលយប់ព្រះច័ន្ទពេញវងកំពុងចាំងពន្លឺពណ៌លឿងត្រជាក់ដ៏ស្រស់ស្អាតនាងលែងជាក្រីត្រីដែលជាទាសករនៃភាពងឹតនាងក៏លែងជាចន្ទ្រាដែលបាក់បែកនឹងឯកាដែលនាងគឺចន្ទ្រាដែលជាពន្លឺព្រះច័ន្ទដែលបានរកឃើញផ្លូវរបស់នាងហើយលើកនេះនាងមិនបានដើរតែម្នាក់ឯងក្នុងរាត្រីដ៏ត្រជាក់នោះទៀតទេនាងមានដៃមួយដើម្បីក្តាប់ហើយមានអនាគតមួយដើម្បីសម្លឹងទៅ